រៀបវាឲ្យស្រួលបួលបន្តិចអាយ៉ាទទួលយកសំណាងបានល្អតែណាមិនក៏ឯងមកឆាប់ចេញទៅទៀតខ្ញុំនឹងតែឥឡូវនេះឯងឆាប់ទៅឆាប់ចេញទៅយើងប្រាប់ឯងទៅចុះពួកយើងមិនអនុញ្ញាតឲ្យឯងចូលក្នុងផ្ទះគ្រួសារជារៀងរហូតអូយចង្កេះរបស់ខ្ញុំអូយចង្កេះខ្ញុំអូយអ្នកម៉ែមកខ្ញុំគ្នាឡើងអូយជើងរបស់ខ្ញុំអូយមិនក៏ស្ពឹកលេខដឹងអីហើយម៉ែក៏20ខ្ញុំជើងរបស់ម៉ែដើមមិនរួចទៀតទេអីឆាប់ឡើងទៅហៅគ្រូពេទ្យមកអញ្ចឹងអ្នកទាំងអស់គ្នាព្យាបាលជើងដែលដើមមិនរួចចឹងទៅណាខ្ញុំនឹងទៅយកប្រាក់ដោយខ្លួនឯងហើយណាយកវត្ថុនៅក្នុងផ្ទះនេះទាំងអស់មិនថាមានតម្លៃឬក៏គ្មានតម្លៃទេវិចខ្ចប់យកទៅឲ្យយើងទាំងអស់ទេឈប់សិនពីងទឹកឈិញហន់នេះគឺជាវត្ថុបុរាណសម័យមុនតែយកទាំងត្រីល្ងងប្រមាណក្បាលនៅក្នុងនោះទៅជាមួយផងមួយថ្នមហេយ៉ាក្រែងព្រះអង្គម្ចាស់មានឯកសារការងារផ្នែកយុទ្ធធម៌ត្រូវពិនិត្យមើលមិនក៏លួចខ្ជិលបែបនេះហារឿងកបិកបោកទាំងអស់នោះត្រឹមតែ1ម៉ោងពីអ្នករួចរាល់ទៅហើយអញ្ចឹងបើបានជាមកហើយកុំឆាប់តំណែងអីជួយកាន់បន្តិចទេខ្ញុំប្រាប់លោកណារបស់នេះគឺមានតម្លៃណាស់មើលសិនចុកគៀងកុំនេះគឺខ្ញុំជាអ្នកធ្វើដោយផ្ទាល់ដៃខ្ញុំចង់យកវាទេនាងពិតជាពូកែបញ្ជាជាងមែនវាប្រកាសហើយព្រះអង្គម្ចាស់មានតម្លៃខ្លួនថ្លៃរបស់ដែលព្រះអង្គម្ចាស់ធ្លាប់អាប់នឹងអាចឡើងតម្លៃបានដល់តែ3ភាគស្រីថោកទៀតនេះមិនក៏ស្និទ្ធស្នាលជាមួយនឹងព្រះអង្គម្ចាស់ជីងម្លេងអាយ៉ាអ្នកនាងឆាប់ទៅអញ្ជើញពេទ្យមកលោកម្ចាស់នៅលោកស្រីសុទ្ធតែត្រូវរបួសទាំងអស់គួរធ្វើយ៉ាងម៉េចទៅហើយស្អីទៅយ៉ាងណាក៏មិនអាចស្លាប់ដែរព្រះអង្គម្ចាស់ជីងគឺជាអ្នកដែលមានសំណាងខ្លាំងណាស់គេនឹងឲ្យតំណែងព្រះជាជារបស់គេសម្រាប់តែយើងម្នាក់ប៉ុណ្ណោះប្រាក់សិតនាងទាំងអស់នេះទុកឲ្យខ្ញុំយកដោយខ្លួនឯងក៏បានដែរមួយនាងគ្មានតម្លៃទេលោកកាន់តែចាស់ណែលោកតាមមកទៀតតែក្រៃលោកមានរបស់មានតម្លៃទៀតឆាប់ទៅបាទនាងស្នាក់ណែណាតែបានច្រើនបែបនេះយើងជូននាងទៅវិញមិនមែនខ្ញុំនិយាយបន្លឺទេណាឥឡូវនេះខ្ញុំស្នាក់នៅតែសំណាក់អ៊ីនឡាយផ្ទះសំណាក់អ៊ីនឡាយតែលោកដឹងទេគឺប្រហាក់ប្រហែលនឹងសន្តាគារឲ្យតាំងលំដាប់ផ្កាយ5ហេលតូលយើងមិនស្គាល់ទេប៉ុន្តែផ្ទះសំណាក់អ៊ីនឡាយមួយនេះគឺជារបស់យើងតាមពិតលោកជាថកែចិត្តខ្មែរនោះទេបន្ទប់អន់មួយសោះជួលមួយខែត្រូវចំណាយអស់60ដំឡឹងនាងឆ្លាញ់ប្រាក់យ៉ាងនេះអញ្ចឹងយើងធ្វើការដោះដូរជាមួយគ្នាមួយទៅនិយាយសិនណាម្ចាស់យាយរបស់យើងបង្ខំឲ្យយើងរៀបការខ្លាំងណាស់លើកនេះត្រឡប់ទៅក្រុងវិញគឺមិនអាចគេរួចទេអញ្ចឹងនាងខ្លាញ់ខ្លួនធ្វើជាគូដណ្ដឹងមិនទាន់រៀបការជាមួយយើងទៅមាន500ដំឡឹងគឺមិនជំពាក់សុំបីតែមួយសេនបានក៏ចេះតែបានហើយក៏ប៉ុន្តែខ្ញុំត្រូវការ1000ដំឡឹងបានម៉ាត់ណាម៉ាត់នឹងទេវតាទ្របម្នាក់នេះយល់ព្រមដោយស្រួលបែបនេះហេបាទដឹងអញ្ចឹងយើងនឹងទាឲ្យច្រើនតិចហើយហេចាជើងរបស់ខ្ញុំលើកមុនឯងអាចនាំលៀបឲ្យម៉ែជាជើងបានលើកនេះក៏ប្រកាសជាមែនទេប្រកាសឲ្យអ្នកម៉ែខ្ញុំមិននឹងអាចមិនខ្វល់ពីអ្នកម៉ែបានទេត្រូវហើយម៉ែខ្ញុំបានលឺម្ចាស់យាយព្រះអង្គម្ចាស់ជីងទៅត្រឡប់មកពីភ្នំអ៊ូថៃវិញប៉ុន្មានថ្ងៃនេះក៏ស្នាក់នៅដំណាក់ព្រះអង្គម្ចាស់ជីងគាត់កំពុងតែរកភរិយាឲ្យព្រះអង្គម្ចាស់ជីងម៉ែយកថ្ងៃខែឆ្នាំកំណត់របស់ខ្ញុំមកជូនទៅគាត់ហើយនៅហើយចាកូនល្ងងម៉ែបានរៀបចំរួចរាល់ហើយឯងគឺជាផ្កាយសំណាងដែលព្រះរាជគ្រូជាអ្នកចង្អុលបង្ហាញម្ចាស់ស្ត្រីបានឃើញហើយប្រកាសជាចូលចិត្តខានមេឃស័ក្តិសិទ្ធដីស័ក្តិសិទ្ធអ្នកតាមម្ចាស់ដីឆាប់បង្ហាញខ្លួនមកកនាងនៅទីនេះកន្ទុយមន់ទាំង3ខ្លាយទៅជាព្រួញនំមួយកំណាត់ធ្វើជាចំនួនចាំងហួយគឺជាមនុស្សល្ងងនៅនិយាយថានាងជាវិជាសាស្ត្រទៀនយើងមើលទៅគ្រាន់តែជាជំងឺសម័យប៉ុណ្ណឹងបានណាមិនចេញទៀតយើងនឹងរੂវិហារលោកហើយយកពុកមាត់របស់លោកមកវិញធ្វើជាខ្សែពួរឲ្យលោកតែសើពីជាងជីងហួរសើបានយ៉ាងម៉េចហើយខ្ញុំបានរត់សពដំណាក់តែ36បានសួរមិត្ត108នាក់ទីបំផុតបានសួរច្បាស់ហើយថាចាងជីងហួរកើតនៅឆ្នាំនេះចន្លោះម៉ោង5ទៅម៉ោង7ម្ដាយរបស់គេសម្រាប់3ថ្ងៃបដូរជាមក6នាក់ជាបហូពេជ្របន្ទប់តបងពីចំណុចសំខាន់មកណានេះកំឡុងពេលចាចេញពីផ្ទះប្រហែលឆ្នាំនេះបានរៀនវិជ្ជាបៃសាជាមួយនឹងគ្រូឈុតខ្មៅម្នាក់លោកគ្រូបង្រៀនវិជ្ជាបៃសាទេតែគេមកពីណាបណ្ដានោះមាននាមថាណែ
នៅក្នុងឯកសារមិនមានកត់ត្រា យើង ខ្ញុំទៅសួរម្ដងទៀត មកจากស្ត្រីទ្រង់ភ្លុកមកកម្មលេដែលទៅនឹងយកមកនេះទៅ ដាក់នៅត្រង់នឹងហើយ មកจากស្ត្រីខ្ញុំម្ចាស់បានបាក់សិភៅតម្រាជាងកាំងនេះទាំងអស់ ខ្ញុំម្ចាំងបានយកធូបឆិនហួយដែលសុំមកពីភ្នំឧថៃមកជាពិសេសម្ចាស់ស្ត្រីសាក់ហេតុមិនទៅនាងគឺជាអ្នកនាងគ្រូសាណាដែងព្រះពរម្ចាស់ស្ត្រីខ្ញុំម្ចាស់ឈ្មោះថាជាងចិងហួរឪពុករបស់ខ្ញុំម្ចាស់គឺលោកម្ចាស់សៀនយៀនហ៊ូតាមពិតនាងគឺជាផ្កាយសំណាងរបស់គ្រូសាជាងម្នាក់នោះសោះមកនេះមកឲ្យជាងមួយនាងឲ្យច្បាស់គួរសមពួកគេនិយាយថានាងគឺជាផ្កាយសំណាងបើសិនជានាងអាចរៀបការចូលដំណាក់ព្រះអម្ចាស់ជីង មិនបាច់ទេ សូមគោរពព្រះអម្ចាស់ ម្ចាស់យាយចៅមានមនុស្សដែលចៅស្រឡាញ់ហើយ ពិតជាកម្មពីមែនអើយឯងបាច់ជានាំមនុស្សប្រុសម្នាក់មកទៅវិញ ម្ចាស់យាយជាងម៉ែវគឺជាស្រីស្អាត ហើយចានាងមិនមែនជាមនុស្សប្រុសគឺល្អហើយប៉ុន្តែគេស្លៀកពាក់ មកจากស្ត្រីទុកចិត្តចាស់តាមពិតខាងក្នុងខ្ញុំគឺជាមនុស្សស្រីពិតប្រាកដហើយមិនធ្វើអញ្ចឹងអ្នកនេះម្នាក់នេះរចនាប័ទ្មពេញរាងកាយមើលទៅដូចជាទេពធីតាក្នុងផ្ទាំងគំនូរអញ្ចឹងទៅព្រះអង្គម្ចាស់លងសម្រាប់នាងមុខមាត់បោកនេះគួរតែនៅក្នុងព្រះវិហារធ្វើជាព្រះពុទ្ធសាសនាមកទៅក្នុងវិហារធ្វើជាព្រះពុទ្ធនាងម្នាក់នោះគឺជាម្ចាស់ស្ត្រីនាងគឺជាកូនខ្លាំងៗដែលស្នាក់នៅក្នុងផ្ទះរបស់ខ្ញុំម្ចាស់ហូបចុកទីអស់រយៈពេល20ឆ្នាំនេះបាននិយាយទៅគាត់ខ្មាស់គេណានាងម្នាក់នេះមានចិត្តលោភលន់តាំងពីក្មេងសំបីតែប្រាក់របស់អ្នកបម្រើក៏នាងកាត់យកដែរថាម៉េចគឺអញ្ចឹងទេមិនហើយមិនសមសោះនិយាយបានល្អណាស់មិនអញ្ចឹងទេនាងតែរឿងថែមបន្តិចទេដូចជាកណ្ដាលអត្រៀនខ្ញុំតទ្វាស្ត្រីមួយម៉ាយពេលថ្ងៃវាយកូនក្មេងបៃស៊ូអ្វីដែលគេនិយាយជាការពិតទីង ម្ចាស់យាយចៅដឹងថានាងមានគុណវិបត្តិច្រើនណាស់នាងលោភលន់ទ្រព្យសម្បត្តិមែនប៉ុន្តែនាងដើម្បីជួយគេក៏ចាយប្រាក់អស់ពីខ្លួននាងពិតជាកាត់ប្រាក់ខែអ្នកបម្រើមែនប៉ុន្តែនាងបានទិញក្តារមឈូសឲ្យអ្នកបម្រើចាស់ៗដែលគ្មានទីពឹងនាងដើរបោកប្រាក់គេមែនប៉ុន្តែនាងប្រើវិធីដើម្បីជួយក្មេងៗដែលគ្មានកំហុសទោះបីជានាងមានគុណវិបត្តិច្រើនប៉ុន្តែនៅក្នុងចិត្តរបស់ចៅលើលោកនេះគ្មានស្រីណាដែលល្អជាងនាងទៀតទេ ស្អប់ណាស់ ជើងនេះទើបតែលើកទី1ទេដែលឃើញឯងចែកការពីមនុស្សម្នាក់បែបនេះពីមុនអ្នកណាក៏ឯងមិនរវល់ជាមួយដែរថ្ងៃនេះយើងពិតជាបានបើកភ្នែកឃើញច្បាស់មែនល្អណាស់នាងល្អិតនេះអ្វីបិទតែមើលទៅរៀងចែកបន្តិចប៉ុន្តែចរិតល្អពិតតាមពិតយើងមើលពួកឯងសំជាគូគប់នឹកគ្នាពិតមែន អេណាមកទៀតទេបន្តមកទៀតគឺជារឿងផ្ទាល់ខ្លួនរបស់ខ្ញុំហើយនឹងព្រះអង្គម្ចាស់ហើយពេលវេលាគឺជាមាសប្រាក់អ្នកទាំងអស់គ្នាគួរតែដឹងខ្លួនបន្តិចទៅត្រឡប់ទៅវិញទៅណាតែ ជីកញ្ចាំងអញក៏បន្ទោសយើងឲ្យសងគួរបន្ទោសថាអញចង់ការពារស្រីម្នាក់នោះតែចុងចាំពេលដែលជីកញ្ចាំងអញត្រូវខ្មោចគ្រោកគ្រឿងរហូតស្ទើរស្លាំស្ទើររស់នោះចាំយើងទៅជួយជាឯងចុងហើយដល់ពេលនោះអញនឹងគោរពបូជាយើងដូចជាព្រះពោធិសត្វអញ្ចឹងចាំងម៉ែវអើយឯងបើកភ្នែកឲ្យធំរងចាំមើលទៅមនុស្សដែលប្រឹងយកចិត្តអញទាំងអស់នោះនឹងខ្លាចទៅជាអាយ៉ងរបស់យើងបែបហ្នឹង ពិតជាឈ្ងុយខ្លាំងណាស់តើត្រីនេះបានមកពីណា ចាប់មកពីក្នុងស្រះហើយទៅហើយមកមួយកំណោ នៅក្នុងស្រះនោះជាត្រីរបស់យើងកូនត្រីរបស់យើង សៀវឈី សៀវឈីសៀវឈឹងសៀវហួរសៀវលីនាង
ហើយយ៉ាលោកកុំចិត្តចង្អៀតពេកទៅមើលមានខ្ញុំនៅទីនេះតែលោកចាំបាច់ចិញ្ចឹមត្រីទាំងអស់នេះធ្វើអីទេចិញ្ចឹមពួកវាមិនស្មើនឹងចិញ្ចឹមខ្ញុំនោះទេបានហើយណែចែកមកក្បាលឲ្យលោកប៉ុន្តែថ្ងៃនេះសម្ដីដែលលោកនិយាយនៅចំពោះមុខម្ចាស់យាយរបស់លោកស្ដាប់ទៅក៏គួរសមដែរឬមួយក៏លោកបានលួចស៊ើបរឿងរបស់ខ្ញុំហើយ ព្រោះខ្ញុំជឿលើនាងនឹងហើយ មិនស្មានថាលោកគឺជាមនុស្សមានហេតុផលបែបនេះសោះមកចូលត្រីមួយពេលនេះលេងខឹងរឿងដែលខ្ញុំញ៉ាំត្រីរបស់លោកហើយឯង គឺនៅខឹងនាងចាំងស្អីខ្លួននិយាយត្រូវនាងមិនល្អដូចអ្វីដែលខ្ញុំនិយាយទេ ហាមិនខុសទេខ្ញុំគឺជាមនុស្សអាក្រក់ម្នាក់ពេលនេះខ្ញុំនឹងទៅយកសៀវឈីងសៀវឡានសៀវជឿរបស់លោកទាំងអស់នោះចាប់ឡើងមកទាំងអស់ឲ្យពួកគេមកគ្រួសារជួបជុំគ្នាហាហាហា ចាំមែវវិបោហើយមកចាក់សត្វត្រីមានរឿង ជីងលីនអង្គុយខិតមកបន្តិចមកឲ្យយើងមើលទៅមើលឲ្យក្នុងឯថ្ងៃនេះតើមានពណ៌អី មកចាក់សត្រីយ៉ាងមិនទៅហើយនឹង អាយ៉ាឯងមើលទៅមុខរបស់ឯងខ្ចីយ៉ាងនេះមុខខ្ចីជាងស្រីបនជួយសៀវឡូវទៅទៀតនេះល្អិតនេះចាំជើងផងណាអីចាំជើងផងចាំផងជួយផងមកចាក់សត្រីទៅឆ្លើយស្ដាប់ហើយជួយផង សៀវជួយឯងកម្រិតអីណាកម្រិតចាសៀវជួយកម្រិតអី មើលតែគាត់គឺត្រូវខ្មោចមកចូល ឲ្យជើងស្ទាបចង្កេះតូចរបស់នាងតិចមកណាជើងស្ទាបតែតិច មកចាក់សត្រីនេះគឺជាម្ចាស់យាយរបស់លោកណាម្ចាស់យាយបង្កើតណា មកឲ្យជើងអោបថើមតិចមក ទុកឲ្យខ្ញុំវិញចា អើយមកចាក់សត្រីកុំអី ពីមកចាក់សត្រីដែលអូនស្មានថាសុភាពបរង ស្រីថោកទាបឯងហ៊ានចង់លោកម្ចាស់យើងនេះផងចាំពេលជើងដោះរាងកាយនេះហើយប្រកាសជានឹងដោះកៅអៅឯងចេញហើយព្យួរឯងនៅរបងក្រុងទូទាំងក្រុងឲ្យបានឃើញទាំងអស់ ប៉ាត់ជាសម្ដីថ្លោះណាស់តែគួរឲ្យស្ដាយជាតារបស់ឯងដូចជាខ្ញុំនេះមានជំនាញព្យាបាលមនុស្សដែលមិនព្រមចេះញោមដូចឯង ធ្វើយ៉ាងម៉េចឲ្យខ្មោចលបលន់នេះចេញពីកាយម្ចាស់យាយយើងបានទៅ ខ្ញុំអាចជួយយកចេញឲ្យលោកបានតែ ពឹងលើនាងហើយ ប៉ុន្តែខ្ញុំគឺថាកាត់ប្រាក់មិនជាថាប្រមាណទេ នាងទើបតែទទួលបានមាស 1000 ដំឡឹងពីខ្ញុំនាងចង់បានប្រាក់ទៀតទេ ហើយយ៉ាលោកគិតមើលទេគ្រួសាររបស់លោកមានគ្រោះច្រើនណាស់មួយលើកហើយមួយលើកទៀតគឺពិតជាត្រូវចំណាយប្រាក់ច្រើនអញ្ចឹងហើយឬក៏គិតជាខែតែម្ដងទេខ្ញុំអាចបញ្ចុះតម្លៃឲ្យលោកខ្លះ ពិតជាមនុស្សដែលក្នុងភ្នែកមានតែប្រាក់មែនព្រះអង្គម្ចាស់ជីងទ្រង់កំរំអីព្រះរាជគ្រូគឺជាព្រះរស់ដែលយល់ដឹងពីក្បួនអីចឹងហើយអាចដឹងពីការស្លាប់រស់ឆ្នាំមុនក៏យ៉ាងណានមានគ្រោះថ្នាក់រាំងស្ងួនគង់តែបានយន់មួយសន្លឹងលោកគ្រូមានសន្តាប់ចិត្តមេត្តាគឺមិនដែលគិតប្រាក់ទេមិនដូចជាជនបោកប្រាស់ក្នុងពិភពកូនខ្លះឲ្យតែមានឱកាសគឺទាថ្លៃហួសហេតុ អូហូតាមពិនព្រះរាជគ្រូគឺជាគ្រូរបស់ឯងសោះប៉ុន្តែរបស់ល្អមិនថោកទេណារបស់ដែលមានតម្លៃថោកគឺមិនល្អទេព្រះអង្គម្ចាស់ជីងទ្រង់ជឿខ្ញុំទេរបស់ហ្វ្រីគឺជាអន្ទាក់ណា ព្រះរាជគ្រូឆាប់បញ្ចេញថ្មីដែរទេស្រីបិសាចម្នាក់នេះបានចិត្តពេកហើយមិននៅពជាពេលទីនព្រះអង្គម្ចាស់ជីងនឹងត្រូវនាងលេខលខោនបោកប្រាស់ មិនមែនថាឲ្យខ្ញុំទេហ៎បានខ្ញុំធ្វើជាទេវតាធ្វើជាខ្មោចក៏បាន ស្រី ខ្ញុំ សម្រាប់ តែ នេះ ពីជើង បិសាចឯងត្រូវការឲ្យយើងចូលរន្ទះឋានសួគ៌ទាំង 5 ដើម្បីអញ្ជើញឯងចេញមកឬក៏ឯងដឹងខ្លួនចេញមកខ្លួនឯងហើយយើងមិនទាន់លៀងឆ្អែតទេឯងឲ្យយើងចេញមកអញ្ចឹងពិតជាបាក់មុខយើងពេកហើយអាយ៉ាក្មេងស្រីម្នាក់នេះមើលទៅស្អាតជាងក្មេងៗមិញទៀតស្រីស្អាតរបស់យើង អាយ៉ាពេលវេលាល្អខ្លីណាស់បើមិនអញ្ចឹងទេនាងមកកំដរយើងបន្តិចទៅណា ព្រះអង្គម្ចាស់ជីងជួយហនអើផង មានព្រះរាជគ្រូនៅមិនបាច់100ជើងទេធ្វើត្បិតខ្លាចធ្វើឲ្យមានរបួសរាងកាយម្ចាស់ស្ត្រីប៉ុន្តែចង្រៃយកស្អីនិយាយពីអត់បានការច្រើនបែបនេះមានសមត្ថភាពអីបន្តិចទេបញ្ចេញក្បាច់ឬក៏ចេញពីទីនេះរើសយកមួយទៅបានថ្ងៃនេះយើងនឹងឲ្យរលាយប្រលឹងម្ចាស់ជី
ម្ចាស់យាយ ជើងនេះជើងចាំមិននឹង ម្ចាស់យាយទ្រង់កំរំអីមិញនេះមានអ្វីសន្ធិដ្ឋនៅក្នុងរាងកាយទ្រង់ឥឡូវនេះលែងអីហើយមកម្ចាស់យាយក្រោកឡើង សំណាងល្អដែលថ្ងៃនេះមានលោកគ្រូរបស់ខ្ញុំនៅទីនេះបើសិនជាពួកពិភពគុណបោកប្រាស់ធ្វើឲ្យប្រេះផ្ដាស់លទ្ធផលមិនអាចនឹងស្មារតី ម្ចាស់ក្សត្រីមានវាសនាល្អវិញ្ញាណអាក្រក់កំចាត់បានហើយទូលបង្គំថ្វាយបង្គំលា ម្ចាស់ស្ត្រីទ្រង់បំភ័យហោអើស្លាប់ទៅហើយឃើញទ្រង់រងទុកហោអើពិតជារងទុកជំនួសម្ចាស់ស្ត្រីណាក្មេងល្អសំណាងហើយដែលនាងបានជើញព្រះរាជគ្រូមកទាន់បៃស៊ូជីងហោថ្ងៃនេះទទួលការភិតភ័យហើយឲ្យគេស្នាក់នៅទីនេះកំដកយើងសិនទៅណាម្ចាស់ស្ត្រីមិនអីគឺល្អហើយមិនដូចជាមនុស្សខ្លាំងគឺបានតែមាត់ប៉ុណ្ណោះហោអើពិតជាបារម្ភថាមានមនុស្សមានគំនិតអាក្រក់ចង់ធ្វើបាបទ្រង់ចេញទៅទាំងអស់ទៅម៉ង អូបាន ឲ្យជាងមើលកញ្ចក់ដែលទើបនឹងលាបថ្មីរបស់ឯងតិចមើល ស្មានមកដល់ថាព្រះរាជគ្រូគ្រាន់បើដែនតា ព្រះអង្គម្ចាស់លក្ខខណ្ឌក៏បានសម្ដែងរួចហើយដែរម្ចាស់ស្ត្រីក៏ត្រូវបានលួងឲ្យសប្បាយចិត្តហើយដែរមាន1000ដំណឹងរបស់ខ្ញុំនោះទៅតើឥឡូវនេះម៉ែ អញ្ចឹងនឹងឲ្យគេរៀបចំយប់នេះចន្លោះម៉ោង9ដល់ម៉ោង11យប់មកយកក្នុងបន្ទប់យើងទៅ ឈប់សិនគ្រាន់តែឲ្យលោកយកប្រាក់ចេញមកក៏អាយអង្គបែបនេះដែរមិនមែនចង់កិច្ចមិនសងប្រាក់ទេហ៎ខ្ញុំមកយកប្រាក់កម្លាំងញើសឈាមរបស់ខ្ញុំ មកដល់ហើយហ៎ចូលមកជាមួយយើងមក ព្រះអង្គម្ចាស់កំពុងតែសម្ដែងរឿងអីដែរហ្នឹង ពេលវេលាខ្លីល្អណាស់កុំខ្ជះខ្ជាយវាអីមិនចឹងទេអាកញ្ចាស់ល្មមកម្មអាកញ្ចាស់ល្មមកម្មធ្វើប៉ុតដូចណាស់ឯងនេះឯងនៅសញ្ញោភ្នែកដាក់យើងទៀតទេហា ចាំមើល ឲ្យឯងយកព្រមឲ្យយើងឯងនៅឯអង្គយើងក៏ដឹងថាឯងមានបញ្ហាទៅហើយយើងដឹង ក្មេងចង្រៃរៀនធ្វើឲ្យខូចការធំរបស់យើង ឆាប់ចេញមក ចាំមើល ដឹងខ្លួនហើយហ៎យ៉ាងម៉េច មិនគន់មកទីនេះ ខ្ញុំហើយហើយ នាងនៅលួចមើលខ្ញុំទៀតហ៎ អ្នកណាលួចមើលលោកទៅមិនដឹងថាបាញ់មិញអ្នកណានៅទីនោះនិយាយថាមកចូលមកទីនេះជាមួយខ្ញុំទេ កុំនិយាយព្រេះផ្ដាស់ចាំមិននឹងអាចទៅ អាល្មមកម្មនោះមិនមែនមិនតន់ទៅទៀតទេ ចាំមើលនាងសង្កត់ដៃខ្ញុំជាប់ហើយ សុំតផងអូព្រះអង្គម្ចាស់មុខរបស់ទ្រង់ក្រហមណាស់មិនមែនគឺជាមន់ខ្ចីមួយទេមែនទេ ប្រកាសជាមិនមែនហើយ ប៉ុន្តែបេះដូងរបស់ទ្រង់លតប្រៀបដូចជាមានទន្សាយមួយក្បាលកំពុងរត់នៅក្នុងនេះអញ្ចឹង ចាំមើល ជួយផងអ្នកបំរើជួយផងអ្នកបំរើអាល្មមកម្មថ្ងៃនេះយើងនឹងធ្វើឲ្យឯងរលាយប្រលឹងមិនខានទេ ម្ចាស់ស្ត្រីហោអើជួយសម្រួលសរសៃឲ្យទ្រង់ធ្វើដំណើរផ្លូវឆ្ងាយគឺត្រូវតែសម្រួលសរសៃឲ្យហើយគ្រាន់បើផ្ដេសផ្ដាស់មនុស្សថោកទាបមកពីណានឹងហើយចាងមិននឹកស្មានថា
ម្ចាស់ស្ត្រីចាស់យ៉ាងនេះទៅហើយនៅមានរូបរាងស្អាតអញ្ចឹងទៀតស្បែកក៏នៅរលោងស្ទាបបង្អែមមិនចិត្តណាយចង់ធ្វើស្អីទៅហ៊ានមកជួយជើងផង អញធ្វើអីចំពោះម្ចាស់យាយរបស់យើងនៅចូលផ្លឹកដល់ណា ជួយ ទៀត ជើងផង ចូលទៅជួយទៅ បំរិនឲ្យហោបំរើត្រង់ឲ្យបានល្អទៅមកឲ្យហោបំរើត្រង់ជួយជើងផងមកហោជួយជួយជើងផងអ្នកណាក៏បាន អូអាចជួយសម្រួលសរសៃឲ្យយើងចម្លែកគ្រាន់បែបសូម្បីតែម្ចាស់ស្ត្រីមានអាយុ80ឆ្នាំទៅហើយក៏មិនលើកលែងដែរ តែជើង ចឹងមែនឯងនៅឈប់មើលអីរូបភាពនេះពិតជាមិនអាចមើលចូលភ្នែកទេ ត្រូវការឲ្យពួកយើងចេញសិនដែរទេ មិនបាច់ទេបានអ្នកទាំងពីរចេញទៅហើយខ្ញុំនឹងធ្វើឲ្យអ្នកណាមើលទេ អីចាកំរើអីកំរើលែជើងអើយគេធ្វើបាបជើង មិនអីទេមិនអីទេឯងចេញមកដោយខ្លួនឯងឬក៏ចាំយើងអញ្ជើញឲ្យឯងចេញមក ចង់ស្លាប់ហើយស្រីចង្រៃហេតុអីក៏ចូលមកលោកដៃក្នុងរឿងគេ មើលមិនច្បាស់ទេគឺដើម្បីរកប្រាក់នឹងហើយ សំបីតែព្រះរាជគ្រូក៏ធ្វើអីយើងមិនបានផង នៅឯស្ងៀមពិតជាល្ងងហើយចូលចិត្តលេងច្រើនទៀតហើយចេះខ្មាស់គេដែរទេហ្នឹង យ៉ាងណាក៏ពេលនេះយើងមានរាងកាយតែមួយជាមួយនឹងគេម្នាក់នេះ អ្នកដែលយើងវាយនោះគឺជាឯងឲ្យឯងរលាយព្រលឹងដើម្បីកុំឲ្យឯងមានបញ្ហាថ្ងៃក្រោយទៀតយ៉ាងមិនដែរចេញមិនចេញអញ្ចឹងបន្តទៀតបន្តចេញឬមិនចេញហ៎ម្ចាស់យាយ មែនទេអីនាងល្អិតមេអនុស្អីក៏មិនកាន់មិនក៏គេស្រែកដូចជ្រូកដែលគេសម្លាប់អញ្ចឹង ប្រហែលជាកំពុងតែសម្ដែងទេដឹង សំដែង សម្ដែងទេដឹងអីអើយចាប់សិនតើនាងគឺជាអ្នកណាឲ្យប្រកាសទៅយើងមានចិត្តសិស្សរាប់រយឆ្នាំមិនត្រូវបាច់សូត្រមន្តអាគមស្ទើរតែមិនប្រើវត្ថុទឹកទៀតផងសម្រាប់អីឯងអាចធ្វើយើងរបួស ពេលដែលឯងកំពុងតែសន្តិដ្ឋនៅក្នុងរាងកាយរបស់គេនោះខ្ញុំកំពុងតែលាក់សមាសភាពពិតរបស់ខ្លួនធ្វើជាអ្នកនាងធំឲ្យគេនោះ បើអញ្ចឹងឯងធ្វើជាអ្នកនាងធំរបស់ឯងបន្តទៅ និយាយដល់រឿងនេះគឺយើងខឹងភ្លាមពួកគេសំបីតែ DNA ក៏មិនពិនិត្យដែរគាត់និយាយថាយើងមិនមែនជាកូនបង្កើតយ៉ាងម៉េចមានតែឯងទេគឺជាកូនបង្កើតមានតែឯងទេដែលជាអ្នកនាងធំហ៎យើងវាយឯងឲ្យស្លាប់យើងវាយឯងឲ្យស្លាប់ អើយតែឯងវាយយើងឬក៏វាយគេ សំខាន់យ៉ាងណាគឺឯងជាអ្នកឈឺវាយឯងឲ្យស្លាប់យើងវាយលេងឲ្យឆ្អែតហើយ តែធីតា ដល់ពេលបញ្ចប់ការងារហើយ តែធីតាទុកជីវិតផងខ្ញុំមកពីចម្ងាយដើម្បីរកប្រាក់ចិញ្ចឹមជីវិតដែរ មានមិត្តភ័ក្តិមកពីចម្ងាយប៉ុន្តែត្រូវតែសម្លាប់ លែជើងទៅលែជើងចេញវិញទៅ ចិត្តក្រោយត្រូវចាំថាធ្វើជាមនុស្សល្អណាស់ លែជើងទៅវិញទៅលែជើង មិនភ័យទេហើយយ៉ាដឹងខ្លួនហើយរបួសនីងអញជាអ្នកវាយមែនទេ មែនហើយយ៉ាងម៉េចឯងចង់អរគុណខ្ញុំអើយមិនបាច់អរគុណទេ ម្ចាស់ស្ត្រីប្រកាសជាអ្នកដាក់ថ្នាក់ខ្ញុំហើយឆ្លៀតពេលដែលខ្ញុំកំពុងតែសន្លប់ក៏វាយខ្ញុំត្រង់មកចោះអ្នកអាក្រក់ខ្លាំងណាស់ តែបង្វែររឿងណាមិនបាញ់មិញបើសិនមិនមែនជាងមួយបញ្ចេញឆ្លៃដៃទេឯងត្រូវរបស់កខ្វក់នោះធ្វើឲ្យស្លាប់ទៅហើយ ថាម៉េចមើលទៅសម្ដីដែលឯងនិយាយអាក្រក់អំពីជាងមេវកាលពីមុននោះគឺសុទ្ធតែឯងមកកាត់ឡើងខ្ញុំមិនមែនទេអ្នកបម្រើជូនអ្នកនាងជាងត្រឡប់ទៅវិញទៅខ្ញុំអត់មែនទេម្ចាស់ស្ត្រីគឺចិត្តច្រឡំហើយត្រង់ផ្ដោតការខ្ញុំម្ដងទៀតទៅម្ចាស់ស្ត្រីអ្នកបម្រើជកមាស 2000 ដំឡឹងមកឲ្យក្មេងល្អនេះ អូយព្រះអើយ បាទជាឯងបានជួយជើងមាសទាំងអស់នេះឯងយកទាំងអស់ទៅណា នាងដូចជាមិនសមទេ កាលពីមុនយើងមានគំនិតមិនល្អចំពោះឯងថ្ងៃក្រោយឯងគឺជាចៅភាសារបស់គ្រួសារយើងហើយ នឹងម្ចាស់ស្ត្រីតាមពិតខ្ញុំនឹងព្រះអង្គម្ចាស់ជាងគឺខ្លាំងខ្លាយទេ នាងគឺ ព្រះអង្គម្ចាស់មានដែរម្ចាស់ស្ត្រីឲ្យខ្ញុំពិតជាច្រើនណាស់ធ្វើជាមនុស្សត្រូវតែនិយាយពីមនសិការខ្ញុំពិតជាខកត្រង់លេខបានហើយ អញ្ចឹងពិតជាគួរឲ្យស្ដាយណាស់បើសិនជាមិនអាចធ្វើជាចៅភាសាបានអញ្ចឹងធ្វើជាកូនធររបស់យើងចាំមិនដែរ អញ្ចឹងបានដែរ គំនិតមួយនេះល្អបៃស៊ូឆាប់មកហើយអ្នកមិញទៅ មិនបានទេ ហេតុអី មិនបានគឺមិនបានហើយមានមូលហេតុស្អីទៅ អញ្ចេះចុះនាងល្អិតមេវ
ធ្វើនេះធ្វើនោះពេញមួយយប់ទៅហើយក៏ហត់ហើយអ្នកបំរើនាំគេទៅសម្រាប់ភ្លាមទៅ បានអញ្ចឹងខ្ញុំទៅសម្រាប់មិនហើយណា អាយ៉ាថ្ងៃនេះយាយអូនពិតជាឡើងណា ជាធម្មតាឯងកតញ្ញូជាងគេថ្ងៃនេះមិនក៏ប្រឆាំងនឹងបញ្ជារបស់ម្ចាស់ជាយ គឺនាងសម្បាំងអីធ្វើជាចាស់ទុំរបស់ខ្ញុំមិនយល់សពទេ ឯងមិនមែនស្រឡាញ់គេទេដឹងព្រោះថានាងធ្លាប់ជួយជីវិតឯងផង អូនៅមានរឿងបែបនេះផងហេ នេះម្ចាស់បងកុំនិយាយព្រាបណាខ្ញុំមិននឹងស្រឡាញ់មនុស្សលោភលន់ បើអញ្ចឹងក៏ហេចុះចាប់ពីពេលនេះនាងគឺជាកូនធម៌របស់យើងហើយនឹងមីងរបស់ឯង ឆាប់សុំនឹងវាទៅបងអូនប្រុសម្ ចាស់បងខ្ញុំមិនមែនមានន័យអញ្ចឹងទេនេះឯងចាំមិនដឹង បងម៉ែ នេះឯងចាំមិននឹងចាំមិនហើយអត់ពុកមើលអូបេះដូងខ្លាំងប្រមាណរបស់ម៉ែអ្នកណាវាយឯងដល់ថ្នាក់នេះ មកអត់ក្រោបឡើងតាមសម្រួលទៅណាតាមសម្រួល នៅមានអ្នកណាទៀតគឺបងស្រីនឹងឯងគាត់នៅដំណាក់ម្ចាស់ស្ត្រីមិននិយាយអ្វីទាំងអស់ក៏វាយខ្ញុំ ប្រហឺនណានាងកូនខ្លាញ់ត្រូវបណ្ដេញចេញបើជាហ៊ានវាយកូនមកកៅជើងផងគេគិតថាគ្រួសារយើងងាយធ្វើបាបណាស់មែនទេ លោកម្ចាស់រឿងនេះមិនអាចចាប់ទៅអញ្ចឹងទេចាំងមេវត្រូវតែសោកមួយជើង ពុកម៉ែបងស្រីកុំខ្លាចអីអ្នកទាំងអស់គ្នាភ្លេចហើយថាលោកពូជាអភិបាលក្រុងគ្រប់គ្រងសន្តិភាពនៅក្រុងជីងឆឹងទាំងមូលឲ្យតែចេញមុខចាំងមេត្រូវតែទទួលខុសត្រូវដល់កិច្ចមិនផុតនោះទេត្រូវហើយ ក៏ប៉ុន្តែបងប្រុសចាំងមេពេលនេះគឺជាគុណដណ្ដឹងរបស់ព្រះអង្គម្ចាស់ជីងមានដំណាក់ព្រះអង្គម្ចាស់ជីងជាខ្នងមកឯងលោកពូអាចធ្វើអីបានម៉ែទើបតែទទួលបានដំណឹងមួយពួកគេទាំងពីរអ្នកឆ្លោះបែកបាក់គ្នាហើយ ម្ចាស់យាយអុកខ្ញុំមកទីនេះធ្វើស្អីល្ងាចខ្ញុំមានការត្រូវធ្វើ ចាំតិចសិនទៅឯងនឹងដឹងហើយនេះល្អិតមែវមកឆាប់មើលទេមួយនេះគឺជាកូនស្រីរបស់លោកមេតបលីឮថាការជិះសេះបាញ់ព្រួយរបស់គេពូកែណាស់ហើយចរិតវិញគឺទលាយដែរបៃសួរម្នាក់នេះសំនឹងឯងខ្លាំងណាស់ ម្នាក់នេះមិនល្អទេធ្វើតែមុខមាត់គេស្អាតប៉ុន្តែមានមហិច្ឆតាខ្ពស់នេះមួយនេះតាប់ល្អសុភាពរៀបសាររំទុំល្អបំផុតហើយ ពិតឬអត់នឹងឯងចេះមើលតម្រង់មុខទៀន គ្រាន់តែមើលតម្រង់មុខមានអីទេខ្ញុំនឹងអាចមើលចិត្តទៀតផង មើលចិនរឿងនេះក៏ឯងចេះដែរឯង អ្នកនាងម្នាក់នេះគឺបានចំណាយប្រាក់100តម្លឹងឲ្យខ្ញុំទៀតផងប្រាក់នៅឯណាចិត្តនៅទីនោះហើយនាងព្រមចាយប្រាក់ជាច្រើនឲ្យខ្ញុំដើម្បីឲ្យខ្ញុំជួយបោះផ្លូវឲ្យនាងគឺពិតជាមានចេតនាល្អចង់បានព្រះម្ចាស់ជីងពិតប្រាកដណាស់ចំណាយអស់ពីកម្លាំងចិត្តអើយ ចាំមែននាងចេញទៅក្រៅជាមួយខ្ញុំមកផ្លែ ធ្វើអីទេធ្វើអីហ្នឹងអើយ ចាំមែននាងចង់មានន័យថាម៉េច ចង់មានន័យថាម៉េចយ៉ាងម៉េចខ្ញុំជួយរកប្រាក់ជាយាឲ្យលោកនឹងហើយយ៉ាងម៉េចដែរមានសច្ចធម៌ណាស់មែនទេ នាងយកមកគោលការណ៍យើងមកលេងសើចអញ្ចឹងយកប្រាក់យើងហើយជួយនិយាយល្អឲ្យគេនាងមានន័យយ៉ាងម៉េចឲ្យប្រកាសទៅ ខឹងខ្លាំងបែបនេះធ្វើអីទេខ្ញុំធ្វើនេះគឺដើម្បីឲ្យលោកល្អតែលោកមើលទេលោកមានអាយុប៉ុណ្ណេះទៅហើយពេលយប់ឡើងសំបីតែអ្នកចាំទ្វារម្នាក់ក៏គ្មានផងតើគួរឲ្យអាណិតយ៉ាងណាទេ នាងមិនចាំបាច់មកគិតគូរទេនាងត្រូវជាស្អីនឹងខ្ញុំបានជានាងមកពិចារណាឲ្យយើងដែរនោះ ស្រែកខ្លាំងយ៉ាងនេះធ្វើអីបើលោកពិតជាមិនចូលចិត្តទេលោកឯងនិយាយតាមត្រង់ក៏បានដែរយ៉ាងច្រើនណាស់ថ្ងៃក្រោយយប់ឡើងពេលដែលលោកត្រឡប់មកវិញខ្ញុំចាំជួយបោះធ្វើឲ្យលោកក៏បានដែរ នាងនិយាយថាម៉េច ព្រោះយ៉ាងណាក៏លោកគឺជាក្មួយប្រុសធំរបស់ខ្ញុំដែរ ចេញពីផ្ទះរបស់យើងទៅ ខ្ញុំគឺជាមិញរបស់លោកណាលោកមិនគោរពចាស់ទុំប្រយ័ត្នខ្ញុំទៅប្រាប់កូនកំមុំរបស់លោកណា ខ្ញុំមិនខ្វល់ថានាងជាអ្នកណាទេចាប់ពីថ្ងៃនេះទៅខ្ញុំមកបៃស៊ូនឹងចាំងមេវមិនពាក់ព័ន្ធអ្វីនឹងគ្នាទៀតទេនាងមិនមែនជាកូនធម្មតាជាយើងហើយក៏មិនមែនជាមីងយើងដែរ ចិត្តល្អបែរជាចាត់ទុកថាមានកំណត់អាក្រក់អ្នកណាចង់ស្នាក់នៅដំណាក់ព្រះអង្គម្ចាស់អន់របស់លោកនោះសមមកហើយនៅម្នាក់8ចិត្តទេអើយឆាអាយ៉ាមើលតែដំណើរនេះដូចជាអស្ចារ្យណាស់អេនីងកំពុងចាប់មហាចៅដែលថ្លាមធំមួយណាដែរទេប្លន់ឃ្លៀងរត់ឬមួយក៏ធ្វើគិតព្រះអង្គទេ ចាំងមេវ លោកមន្ត្រីលោកចង់រកខ្ញុំទូទាយពីវាសនាមែនទេ ចាប់គេទៅអត់ខ្ញុំមិនស្គាល់នាងទេអត់ស្គាល់នាងទេ អញ្ចឹងអ្នកដែលពួកលោកចង់ចាប់នោះគឺជាខ្ញុំទេ ចាំងមេវនាងមានទោសប្រើអាវុធវាយដំទៅលើគ្រួសារជាងឲ្យមានរបួសពេលនេះផោះតាមានគ្រប់គ្រាន់ឆាប់តាមពួកយើងចូលគុករងចាំការកាត់ក្តីនាំគេទៅបត់ ខ្ញុំប្រាប់ពួកលោកទៅចុះពួកលោកឲ្យខ្ញុំចូលមកគឺងាយទេប៉ុន្តែចង់ឲ្យខ្ញុំទៅវិញគឺពិបាកហើយណានេះ នាងនៅចង់ចេញទៅវិញទៀតអីយល់សពទៅចុះ ក៏បានស្នាក់នៅផ្ទះសំណាក់កត្រីចៃលុយស្នាក់នៅទីនេះហ្វ្រីក៏ល្អដែរគឺបន្ទប់ដាច់ដោយឡែកមែនទេ អ្នកទូធ្ងន់ដូចជានាងប្រកាសជាបន្ទប់ដាច់ដល់ឡែកនៅម្នាក់ឯងចឹងហើយ អត់ហ្នឹងអូចាប់ឡើងចាំតែបន្ទប់ដែលមានបន្លឺគ្រប់គ្រាន់ចាំមកផ្លែហើយបន្ទប់នេះគួរសមឆាប់ឲ្យធ្វើទេឆាប់ទេ
លឡាំង ចុះទៅ ប៉ាចេះល្អមែនមានរុក្ខជាតិពណ៌បៃតងទៀតបើមានកៅអីមួយទៀតហេឈប់សិនលោកបញ្ញាទៅណាខ្ញុំមិនតបបានកំងបង្ហូបដល់ឡើយទេប្រហិតសាច់ជ្រូក3ជាន់ត្រីឆ្ពងចំហុយបន្ទាប់មកឲ្យតែ បានហើយនៅចង់កំងមកហូបទៀតអីចាំពេលដែលហូបបាយមុនពេលបរិហាជីវិតនាងចាំកំង ចាំមកផ្លែត ចោះធ្វើអី ភរិយារបស់លោកពិបាកសម្រាលបើត្រឡប់ទៅវិញឥឡូវនេះគឺនៅសង្គ្រោះបានបើសិនជាយូរទៅគឺសាកសពមួយជីវិតពីរហើយ និយាយព្រេប្រាស្អីហ្នឹងប្រពន្ធខ្ញុំនៅមួយសប្តាហ៍ទៀតទើបបានសម្រាលកូន ថ្មីនេះតែលោកជួសជុលចណ្ដើមមែនទេភរិយារបស់លោកបានរអិលដួលគឺពិបាកសម្រាលហើយទេ មិនក៏នាងដឹងពីរឿងជួសជុលចណ្ដើមនោះឬមួយក៏ រត់ត្រឡប់ទៅវិញឥឡូវនេះគឺនៅអាចតាន់ពេល ប្រពន្ធសម្លាញ់ បន្ទប់ដាច់ដោយឡែកពីគេ បងស្រីទុកចិត្តចុះគុកនៃផ្នែកយុតិធម៌នោះបានរៀបចំរួចរាល់ហើយពេលនេះធ្វើតែមិនទាន់កាត់ក្តីជាផ្លូវការនៅឡើយប៉ុន្តែអ្នកយាមនៅក្នុងគុកនោះសុទ្ធតែល្បីឈ្មោះថាខូខើខ្លាំងណាស់ទោះបីជាមិនអាចយកជីវិតនាងក៏អាចបោះស្បែកនាងបានដែរ អ្នកម៉ែងពួកគេមិនអាចធ្វើហោហែតចំពោះបងស្រីទេដឹងកុំបារម្ភចំនួននាងមានកម្មអីយ៉ាងមេវនៅក្នុងគុកនោះយ៉ាងហោចណាស់ក៏ត្រូវគេបោះស្បែក3ជាន់ដែរទៅបានហួយឯងប្រកាសជាថាលោកមេគុកលីទទួលបានមេ50ដំណឹកហើយហ៎ អ្នកម៉ែទុកចិត្តចុះលោកមេគុកលីធានាផ្ទាល់មកជាមួយខ្ញុំថាគេនឹងមើលថែផ្កាយគ្រួនោះឲ្យបានល្អខ្ញុំលើថានៅក្នុងគុកនោះបាននាំឧបករណ៍ទារុណកម្មថ្មីប្រមាណឈុតមកផង ត្រូវហើយកន្លែងនេះហើយប្រើកម្លាំងតិចទេត្រូវកន្លែងហ្នឹងហើយ កម្លាំងប៉ុណ្ណឹងបានទេចង់ដុតទៀនកោបបន្ថែមដែរទេហ្នឹង បានតែ តាចាំងឆាប់ទៅយកធូបរងាប់ចិត្តនាំមកពីស៊ីអ៊ីនមកយកមកដុតទៅបាននិយាយពីសមាជិកភាពរបស់អ្នកនាងគឺទាយត្រូវណាស់គឺអាចប្រៀបជាមួយទេវតាកណ្ដាលទៅហើយ ទេវតាពាក់កណ្ដាលអីទេខ្ញុំគឺជាទេវតារស់ណាស់ ត្រូវហើយអ្នកនាងគឺជាទេវតារស់ប្រពន្ធខ្ញុំអសលមិញគឺពិបាកសម្រាលសំណាងល្អណាស់តែអ្នកនាងបានចង្អុលបង្ហាញអ្នកនាងប្រៀបដូចជាអ្នកផ្ដោះកំណត់ថ្មីឲ្យគ្រួសារពួកយើងអញ្ចឹង ពួកលោកធ្វើបែបនេះពិតជាធ្វើឲ្យខ្ញុំពិបាកធ្វើការណាស់មិនអញ្ចឹងទេទំលុះបន្ទប់ចូលគ្នាធ្វើជាបន្ទប់ទឹកឲ្យយើងទេ ល្អតើអ្នកទាំងអស់គ្នាទម្លុះជាជាងខាងលើទៅម៉ាត់ខ្ញុំនឹងទម្លុះឥឡូវនេះ ខ្ញុំហៅលោកបងវាងចា អ្នកនាងហៅខ្ញុំអញ្ចឹងខ្ញុំមិនហ៊ានទទួលទេបើសិនជាអ្នកនាងសប្បាយចិត្តអាចហៅខ្ញុំថាសៀវវាងប៉ាបាន សៀវវាងប៉ាហ៎ បាទ អាមួយនេះពេលដែលខ្ញុំចេញទៅខ្ញុំអាចយកវាទៅជាមួយបានទេមកទៅវាដូចជាមានតម្លៃណាស់ មើលអ្នកនាងនិយាយចោះនេះគឺខ្ញុំកំងតាមដៃរបស់អ្នកនាងតើប្រកាសជាយកទៅបានហើយយកទៅ ល្អណាស់ លោកម្ចាស់ពីវយលោកអភិបាលក្រុងមកសួរចម្លើយអ្នកនាងទេវតាស្ងៀមស្ងាត់ជាងមេវនាងវាយដំអ្នកនាងធំគ្រួសារជាងមានរបួសធ្ងន់នាងទទួលទោសដែរទេ ក៏មានមាត់ព្រោះលិមួតដាក់គេនោះខ្ញុំគឺជួយគេទេបើខ្ញុំមិនចេញធ្វើដៃទេគេបាត់បង់ព្រមចារយូរហើយ ផ្ដេផ្ដាស់នៅក្នុងសវនាការបែរជាហ៊ាននិយាយសម្ដីអសរុបបែបនេះបងប្រុសស្រីថោកទាបនេះ នាង គេ និយាយថាជួយគេតើមានផុសតាងទេ សាក់សីតើបានទេ នាងជាកូនដែលគេបោកបង់ចោលបណ្ដេញចេញពីផ្ទះមកមានសាស័យមកពីណា ព្រះនាងធំហើយនឹងម្ចាស់ក្សត្រីសុទ្ធតែអាចធ្វើជាសាក់សីឲ្យខ្ញុំបាន ពិតជាមិនគួរជឿព្រះនាងធំគឺជាប្អូនបង្ការរបស់ព្រះអង្គបើព្រះនាងយាងមកបន្ត្រីទាំងអស់គឺត្រូវតែគោរពទទួលដំណើររីឯម្ចាស់ស្ត្រីវិញគឺជាមនុស្សគោរព3ចំនួនព្រះអង្គបានប្រទានមកគាត់ហង9មិនក៏ឲ្យទ្រង់ធ្វើសាស័យឯងលោកពូស្រីថោកទាបនេះចេះតែនិយាយប្រទេសប្រាក់ខ្ញុំយល់ថាមិនអញ្ចឹងទេដាក់ទារុណកម្មតែម្ដងទៅទោះយ៉ាងណានាងក៏ត្រូវយើងបណ្ដេញចេញទៅហើយក្រែងលោកពូចាប់នាងនៅចំពោះមុខពួកយើងហើយតើនិយាយទៅក៏មានហេតុផលទាហ៊ានវាយគេឲ្យខ្លាំង30ដំបងទៅវាយរហូតដល់គេទទួលកំហុសព្រះហើយវាយឲ្យគេទទួលកំហុសអីមិនជួយកោតទៀត គួរឲ្យហិតណាស់មែនហើយ យើងប្រាប់ពួកឯងទៅចុះដំបងរបស់ឯងបើហ៊ានតែវាយចុះមកយើងនឹងឲ្យគ្រួសារពួកឯងមិនអាចរួចខ្លួនទេ ឈប់ភ្លាមនៅទៅផ្សារហ្វាងនៅទីនេះយើងនឹងចាំមើលថាអ្នកណាហ៊ានប៉ះពាល់នាងផ្លាកសញ្ញារបស់ព្រះអង្គប្រទានឲ្យយើង ម្ចាស់ស្ត្រីពាន់ឆ្នាំម្ចាស់ស្ត្រីពាន់ឆ្នាំម្ចាស់ស្ត្រីព្រះនាងធំទ្រង់ទាំងពីរយាងមកទីនេះខ្ញុំម្ចាស់មិនបានទទួលសូមទ្រង់រាជទានទោស យើងឮថាពួកឯងកំពុងតែសួរចម្លើយរឿងក្តីរបស់គ្រួសារជាង មិនខុសទេ
ស្រីចង្រៃនេះបន្លំខ្លួនធ្វើជាកូនបង្ការគ្រួសារជាងរយៈពេល20ឆ្នាំក្រោយពេលដែលត្រូវបាត់ដេញចេញហើយនាងក៏មានចិត្តគុំគួនវាយណានាងធំគ្រួសារជាងឲ្យមានរបួសធ្ងន់ធ្ងរអ្វីដែលគួរខឹងនោះគឺគេនិយាយថាម្ចាស់ស្ត្រីនិងព្រះនាងធំអាចធ្វើជាសាស័យគេបានពិតជាមិនចេះខ្មាស់អៀនមែន ឈប់សិនពួកយើងពិតជាធ្វើសាក់សីឲ្យនាងបានពិតមែន ម្ចាស់ស្ត្រី នៅថ្ងៃនោះមានខ្មោចល្មមកម្មម្នាក់បានសន្ធិដ្ឋក្នុងខ្លួនគ្រួសារជាងមិនត្រឹមតែលេងសើចជាមួយអ្នកបម្រើក្នុងដំណាក់ទេនៅចង់ប្រាដៃជាងជាមួយម្ចាស់ស្ត្រីទី ព្រះអើយអ្នកនាងគ្រួសារជាងត្រូវខ្មៅលំកម្មស ម្ចាស់ស្ត្រីគឺមានទោសប្រហារជីវិតវាយគេប៉ុណ្ណឹងស្រាលពេកហើយបែរដល់ស្រាលណាស់ហើយព្រះនាងធំពាក្យសម្ដីរបស់ព្រះនាង យើងមកធ្វើជាសាក់សីដល់ខ្លួនឯងផ្ទាល់នៅហ៊ានថាអ្វីដែលនិយាយមិនពិតទេ មិនហ៊ានទេម្ចាស់ស្ត្រីធ្វើសាស័យដោយផ្ទាល់រឿងនេះគឺជាការយល់ច្រឡំខ្ញុំសូមប្រកាសជាងមេវគ្មានទោសអីនោះទេដោះលែង នេះ ជាងមេវនាងអាចទៅបានហើយ ខ្ញុំមិនទេ នាងនិយាយថាម៉េច សំចែងយើងចង់មើលទៅមើលថាគុកនេះពិតជាស្រួលខ្លួនដោយតែឯងបាននិយាយនោះពិតមែនដែរទេនេះជាតំពាំងបាយជូរដែលទៅមកពី CE ដឹកជញ្ជូនមកបញ្ញាប់ចម្ងាយ800យ៉ឺសាក់ភ្លុកមកទេពិតជាផ្អែមមែន អូយព្រះម្ចាស់ថ្លៃហើយត្រង់ទាំងពីរគឺស្លឹកមាសវល្លិពេជ្រមិនក៏មកចូលក្នុងគុកបែបនេះបើសិនជាមានរឿងអីកើតឡើងនោះទោះបើគុំមានក្បាល10ក៏មិនគ្រប់ប្រហារដែរត្រង់ទាំងពីរឆាប់ចេញទៅវិញទៅក្រាបទូលយើងចេញទៅវិញទៅបើនាងល្អិតមែនមិនទៅពួកយើងក៏មិនទៅដែរ ព្រះម្ចាស់ទ្រង់រកទូបង្គំហ៎6ម៉ោងទៅហើយមិនក៏គ្មានដំណឹងអីអញ្ចឹងក្រែងព្រះអង្គមានបន្ទូលថាផ្ដាច់ទំនាក់ទំនងជាមួយអ្នកនាងជាងហើយតាពេលនេះនៅផ្ទះសាធ្វើស្អីមកច្រើនខាងម្ចាស់បងនិងម្ចាស់យាយតើមានដំណឹងអីដែរទេនៅមិនទាន់ត្រឡប់មកវិញទេមិនទូបង្គំលើដំណឹងថាអភិបាលក្រុងយកគាត់ទៅឃុំក្នុងគុកធំហើយថាមិនត្រៀមសេះទៅបាទ យ៉ាងម៉េចហើយស្រួលខ្លួនទេ ស្រួលខ្លួនណាស់ពិតជាម៉ាសាបានល្អខ្លាំងណាស់ប៉ុន្តែនាងល្អិតមែវយើងនៅចង់សាក់លបងគ្រូម៉ាសាលេខ10ដែលឯងនិយាយនោះ ឯងតើហាក់គ្រូម៉ាសាលេខ10យកមក បាទ ម្ចាស់ស្ត្រីគ្រូម៉ាសាលេខ10រីករាយនឹងបម្រើសេវាកម្មឲ្យទ្រង់ ល្អណាស់ឆាប់ចូលមកក្រាបទូលអាយយោព្រះម្ចាស់ថ្លៃហើយសូមអ្នកនាងចេញពីគុកទៅអ្នកនាងចិត្តទូលាយខ្ញុំមានភ្នែកតែអត់ប្រស្រីពេលនេះខ្លាញ់ជ្រូកបាំងភ្នែកចិត្តអស់ហើយ បានហើយព្រោះថាយ៉ាងនេះលោកគឺជាពូបង្កើតជួយក្មួយស្រីខ្លួនឯងក៏ជារឿងធម្មតាដែរ អូយនាងថោកទាបនាងបានចាត់ប្រកាន់គេមិនអោនក្បាលទទួលកំហុសទៀត មិននឹងអាចវាយក្មួយស្រីបានយ៉ាងណាក៏លោកគឺជាបងប្រុសរបស់អ្នកស្រីជាងដែរជួយញាតិមិនជួយច្បាប់ក៏អាចយល់បានដែរណា ស្រីពឺពលមិនដែរចេះបង្រៀនកូនឲ្យបានល្អទេហើយនៅទម្លាក់កំហុសមួយបង្កើតគេទៀត មិននឹងអាចវាយបងស្រីបង្កើតទេនេះថ្ងៃក្រោយមិននឹងអាចធ្វើជាមន្ត្រីរួមគ្នាក្នុងរាជការតែមួយជាមួយនឹងបងថ្លៃបានទេ មន្ត្រីរួមគ្នានៅក្នុងរាជការតែមួយឥឡូវនេះគេគឺជាអ្នកទោសហើយកុំនាំទុកដល់យើងឲ្យសោះណា រីឯក្មួយប្រុសម្នាក់នេះវិញ យើងមិនចង់ធ្វើជាពូម្នាក់នេះទេនឹងលឿងគឺក្រោមប្រកាសជាមិនមែនជាមនុស្សល្អនោះទេ អាយ៉ាលោកម្ចាស់មិនក៏លោកធ្វើបែបនេះបាននិយាយឲ្យត្រឹមតែក្រែងជាគ្រួសារតែមួយឯង ក៏ត្រូវដែរសុទ្ធតែជាគ្រួសារតែមួយគ្រួសារនេះគឺសុទ្ធតែមិនមែនជាមនុស្សល្អទេចាប់បញ្ចូលគុកទាំងអស់ទៅចាប់ឡើងចូលទៅ ថាម៉េចខ្ញុំមិនចង់ធ្វើជាអ្នកចការរបស់ពួកគេទេឆាប់ទៅឡើងឆាប់ទៅ អើយតាមស្រួលសូមតាមស្រួល នេះជាដល់សិនប្រខែហើយខ្វះម្នាក់ក៏មិនសូវល្អដែរ សែនព្រះខែ លោកក៏ចង់ទៅដែរទេ អូយ មួយគ្រួសារគឺត្រូវតែរៀបរយបែបនេះបាយបាយ ម្ចាស់ស្ត្រីហើយព្រះនាងធំយើងមិនចូលចិត្តមុខឯងតាមពីយូរមកសំមុខឯងភ័យអាទៅហ៊ានគុកតូចតាចឯងនេះយើងចូលគ្រួសារឯងជាបន្តគឺមានតែការសួយតែប៉ុណ្ណោះទេនាងជាផ្កាយសំណាងរបស់ឯងពិតមែន បងម៉ៃបងប្រុសឲ្យតែមួយគ្រួសារពួកយើងនៅជាមួយគ្នាគឺសំណាងដ៏ធំបំផុតហើយតែប៉ុន្តែអាយ៉ាកូនលងម៉ៃស្ទើរតែត្រូវពូឯងបោកបាត់ទៅហើយណា
ពិតជាស្មានមកដល់ពិតមែនហើយម៉ែ ឲ្យតែយើងមានជីវិតរស់នៅគឺយើងនៅតែមានសុខបែរហើយ ពិតជារំភើបខ្លាំងណាស់ប៉ុន្តែគួរស្ដាយសំណាងរបស់ពួកឯងត្រូវស្រូបយកស្ទើរតែអត់ទៅហើយដល់ពេលដែលត្រូវដូរមួយគ្រួសារទៀតហើយបៃស៊ូពិតជាកតញ្ញូមែនដឹងថាត្រូវចាំអ្នកមីង អ្នកមីងស្អីទៅមិនមែនចាំអ្នកមីងទេ បើមិនមែនចាំអ្នកមីងទេអញ្ចឹងចាំស្អីមិនមែនទេ មិនមែនកំពុងតែរងចាំអ្នកដែលស្រឡាញ់ម្នាក់ណាទេដឹងអូហូ មកចាប់បោះនិយាយពីប្រាស្អីហ្នឹង ហើយយ៉ាម្ចាស់យាយតោះយើងទៅពួកយើងដើរទៅវិញទៅ អេមានរទេះសេះមិនមិនជី ពីថ្ងៃនេះនៅក្នុងគុកញ៉ាំច្រើនពេកដូចជារឿងថត់បន្តិចហើយឲ្យពួកគេទាំងពីរជិះរទេះសេះទៅពួកយើងដើរទៅឲ្យស្របពួកទៅ មែនហើយដើរទៅ មកចាប់បោះម្ចាស់ជ័យបាត់នេះគឺមិនសមរម្យទេ សំរុំបៃស៊ូមើលថែនាងល្អិតមេវនេះឲ្យបានល្អលឺទេ ពួកយើងទៅ តោះទៅ បន្លែព្រះច័ន្ទស្អាតណាស់មិនអញ្ចឹងទេពួកយើងដើរលេងទៅ អ្នកទាំងអស់គ្នាដើរកាត់កុំឲ្យរំលង អ្នកទាំងអស់គ្នាđãឆ្លងកាត់កម្លាំងរំលងការសម្ដែងពិសេសចិត្តចាប់ផ្ដើមហើយបំបែកដុំថ្មលើទ្រូង អីប្រាមកចាញ់ត្រង់មកតែងអី ធ្វើបែបនេះមិនសមទេអ្នកទាំងអស់គ្នាប្រយ័ត្នចិត្តចាប់ផ្ដើមហើយហឺហូ ឡា ហូអស្ចារ្យណាស់អូយល្អមែន លិចនេះគឺកាន់តែល្អជាងមុនទៀតការបាច់ថ្មលើទ្រូងរបស់លោកអ្នកនេះគឺល្អជាងគេបំផុតនៅក្រុមជីងឆឹងនេះប្រាមកចាញ់សរសើរគេប្រមាណមកអីគឺពិតជាល្អណាស់ល្អណាស់ល្អ អរគុណទាំងអស់គ្នាជួយផងមានប្រាក់ចំណាយប្រាក់មានប្រាក់ចំណាយប្រាក់ដាក់ទៅហើយ សូមតែប្រាក់ហូបមានមួយចានកុំគ្រប់ផង អរគុណ បានមើលការសម្ដែងក៏មិនចាំបាច់បើកប្រាក់ដៃឆាប់ហូបថ្នាំនេះទៅគ្រូប៉ែនិយាយហើយថាបើបងមកផឹកថ្នាំតិចកេះបងនឹងខូចហើយហ្នឹង បាទប្រាក់មកពីណាទិញថ្នាំសុំបីតែថ្លៃបងរៀនឲ្យកូនក៏មិនទាន់សន្សំគ្រប់ផង កូនស្រីធំអញយករបស់ឯគេបាក់នោះយកទៅលក់ហើយកូនទី2តលីបើឯគេនៅកំពង់ផែមួយថ្ងៃបើសិនជាបងមានរឿងអីកាត់ឡើងនឹងចាំពួកយើង3នាក់គិតយ៉ាងម៉េចលោកពុកថ្ងៃនេះខ្ញុំរកបានប្រាក់បាន2សេន មានប្រាក់ហើយណាស់អាចទិញរបស់ឆ្ងាញ់បានហើយ តែកាត់តែលោកបងនេះមកឆាប់ផឹកទៅ អូតាលាវលោកម្ចាស់ទាំង3ការសម្ដែងនៅលើផ្លូវនេះគឺត្រូវបង់ថ្លៃការពារថ្ងៃនេះខ្ញុំរកប្រាក់មិនបានប្រហែលទេរកបានតែ20សេនប៉ុណ្ណោះអាចរៃបែកគេទៅអូយអីស្លាប់ទៅកម្រើអាល្ងងឯងនេះសម្ដែងក៏គ្មានមនុស្សមើលដែរធ្វើអាយ៉ានាងតូចម្នាក់នេះបាទដេកនៅលើនេះហើយដាក់ដុំថ្មនេះប្រកាសជាមានមនុស្សមើលសាច់ខ្ចីស្បែកក៏ទន់បាត់នេះទៀតចូលទៅចាប់ជាប់ចាប់ទៅដាច់កាញ់ ខ្ញុំទៅចង់ងាប់ហើយខ្មោចឆាប់រត់ទៅពួកឯងឆាប់រត់ទៅសូមអរគុណអ្នកមានគុណអ្នកមានគុណបានជួយពួកខ្ញុំនឹងសម្ដែងស្ទះដាក់ខ្ញុំទៅរៀបចេញមួយឲ្យមែនកុំអីស្រេចធំសុខភាពរបស់ឯងនេះមិននឹងអាចសម្ដែងបានទេសុខភាពបងស្រីមិនល្អតើឲ្យខ្ញុំសម្ដែងជំនួសគាត់វិញក្រោបឡើងមកណែគេរាល់ថ្ងៃហាត់បានល្អណាស់ថ្ងៃនេះបានជួបនឹងអ្នកមានគុណគឺមានអារម្មណ៍ភ័យបន្តិចហើយខ្ញុំមកតែគេបជាសម្ដែងបានល្អនេះប៉ាត់មែននេះអ្នកសិល្បៈតូចអបកាដូចឯងនេះយ៉ាងហិចនេះក៏មានតម្លៃស្មើនឹងប្រាក់20ដំឡឹងដែរហើយយ៉ាទទួលមិនបានទេកូនក្មេងគ្រាន់តែលេងបន្តិចប៉ុណ្ណោះមិននឹងអាចទទួលប្រាក់លើកទឹកចិត្តច្រើនបែបនេះបានទៅមិញនេះខ្ញុំនឹងជម្រាបការសម្ដែងមួយលើករបស់ពួកលោកនេះឲ្យទៅគ្នាទៅពីរលើកចឹងដល់សាននោះចាត់ទុកថាជាកាប្រាក់ចឹងប៉ុន្តែរបស់ពួកលោកនេះក៏មិនជាមុខរបរយំវាញ់ដែរចុកខ្ញុំជាហើយពិតជាប្រសើរណាស់អរគុណអ្នកមានគុណហើយអរគុណអ្នកមានគុណណាស់ ត្រឡប់ទៅស្រុក
ស្រីប្រមាណ50ទេសុំផ្ទះមួយសម្រាប់ជ្រកភ្លៀងហើយចាំបញ្ជូនកូនត្រីនៅសំណាក់រៀនទេណាណាគុណប្រកាសជាអាចមានមុខរបរមានមុខមានមាត់ហើយចាបាន អរគុណអ្នកនាងខ្លាំងណាស់ប៉ុន្តែអ្នកនាងឲ្យច្រើនបែបនេះពួកយើងសតតែជារឿងធម្មតាមិនអាចទទួលបែបនេះបាទទៅ មែនហើយហេកំឡុនបើសិនជាពលលោកសុបែបនេះប្រាក់ខ្ញុំនឹងយកត្រឡប់មកវិញហើយណា អរគុណអ្នកមានគុណហើយអរគុណអ្នកមានគុណណាស់អរគុណអ្នកមានគុណអរគុណអ្នកមានគុណណាស់សូមអរគុណអ្នកមានគុណណាស់ក្រោកឡើងទៅផ្ទះ ព្រះអម្ចាស់នៅឈរស្ងៀមមើលបែបនេះក៏មិនមានបញ្ហាអ្វីសោះ យើងនៅតែតាមពួកគេ ហើយខ្ញុំតែសាងបនកសោរួចរាល់តែក៏ទទួលបានរង្វាន់ដែរទេមនុស្សល្អនេះគឺត្រូវតែទទួលបានផលល្អតែត្រូវមែនអាន នាងចង់បានមែនទេ បើចាស់ខ្ញុំនិយាយហើយនេះផ្ទះសំណាក់អ៊ីឡៃនៅពេលដែលខ្ញុំស្នាក់នៅហើយមានអារម្មណ៍ថាស្រួលខ្លួនណាស់ដែរតែខ្វះតែញ៉ាំកាពីប្រហែលថ្ងៃមុនក៏ជាចំផើរបស់គ្រូសាលោកជាអ្នកធ្វើដែរព្រមទាំងហើយប្រហែលកន្លែងអស់នេះតែអាចខ្ញុំបាន បានខ្ញុំតែយកប្លង់ដីឲ្យនាងឥឡូវនេះ ទីឡុង យ៉ាងម៉េចមិនសមរម្យទេហ៎ លោកបាជាយកព្រមលឿនយ៉ាងនេះឯងដូចជាសមត្ថភាពក្នុងការតថ្លៃរបស់ខ្ញុំនេះគឺដូចជាអានពេកឯង ឲ្យតែជាសំណុំពររបស់នាងគ្មានអីដែលមិនអាចយល់ព្រមបានទេទាំងអស់នេះពីដំបងឡើយក៏ត្រៀមសម្រាប់ថ្លៃបណ្ណាការដែរ ថ្លៃបណ្ដាកាយព្រះអម្ចាស់មិនត្រូវពលិប្រច័នរហូតដល់ងងឹតមុខឆឹងទេអី អញ្ចឹងនាងយល់ព្រមរៀបការធ្វើជាភរិយារបស់យើងដែរទេអញ្ចឹងតើនាងយល់ព្រមរៀបការធ្វើជាភរិយារបស់យើងដែរទេ គឺថ្មីនេះខ្ញុំកំពុងតែសម្រាប់អង្គុនតាមអាហារកូនកូននឹងធំឲ្យខ្ញុំអី ថ្ងៃស្អែកមានពិធីជួបលៀងនៅក្នុងគ្រួសារនាងទៅជាមួយខ្ញុំទៅខ្ញុំនឹងស្នើព្រះអង្គឲ្យប្រទានមង្គលការនៅមុខមន្ត្រីទាំងអស់ដល់ពេលនោះនាងប្រកាសជានឹងឲ្យថាមាត់របស់យើងនេះគឺមិនដែលនិយាយសម្ដីលេងសើចទេ លោកគ្រូ ព្រះអង្គម្ចាស់ជីងបាននាំម្ចាស់ស្ត្រីនិងព្រះនាងធំមកធ្វើការធានាឲ្យយ៉ាងមាវទៅហើយឯនៅព្រះអង្គម្ចាស់ជីងគឺគ្មាននិស័យទៀតទេ មកក៏គ្មាននិស័យនោះឲ្យតែព្រះអម្ចាស់មិនទាន់ចេញបញ្ជីពួកគេមិនទាន់មានឋានៈអ្វីពិតប្រាកដទេក្រែលោកគ្រូមានជំនាញកែវាសនាមែនទេលោកគ្រូដឹងច្បាស់ជាងគេទាំងអង្គព្រះអម្ចាស់ជីងមានចំហាយពណ៌ស្វាយกับប្រពងប្រកាសជាធ្វើព្រះអង្គបានការឆ្នាំនោះខ្ញុំអត់ជួយលោកគ្រូពីផ្លូវกับខ្មោចលោកគ្រូតែជួយខ្ញុំឡើងតំណែង ថ្មីនេះនៅក្នុងដំណាក់របស់ព្រះមហេសីមិនសូវជាស្ងប់សុខទេបើសិនជាអាចដោះស្រាយរឿងមួយនេះបានប្រកាសជាទទួលបានការជឿជាក់ពីព្រះមហេសីទទួលបានព្រះរាជបញ្ជាប្រទានមង្គលការពីព្រះអង្គត្រូវចាំថានេះគឺជាលើកចុងក្រោយហើយ10ឆ្នាំមុននាងបានជួយជីវិតយើងថ្ងៃនេះយើងសងការកែប្រែវាសនានេះឲ្យទៅនាងវិញ កុំចូលមកអីជួយយើងផងកុំអីព្រះមហេសីអ្នកនាងចឹងមហេសីតាំងពីមកវិហារព្រះវិញក៏ខ្លាចតែច្បាប់នេះអ្នកនាងមើលទៅចេញមកព្រះមហេសីតាត្រឹមមិនអីឯងមិនសាទៅបាត់ហើយនេះគឺជាកូនសិស្សដែលជាក្បួនអ៊ីយ៉ាងរបស់ព្រះគ្រូនោះឯងមហេសីមានផ្នែកយើងវៃណាស់មានចង់រក្សាពលឹងនេះនឹងមិនសាច់ទាំងឡាយនោះមិនអាចមកក្បែរព្រះមហេសីក្នុងចន្លោះពេល10យុទ្ធបានប្រកាសណាស់មហេសីប្រកាសជាមិនអាចចាក់ឆ្ងាយពីដំណាក់នេះបាននោះទេនិយាយទៅអញចង់បានអីមានរាប់សិបម៉ឺនដំឡឹងឬមួយជាតំណែងដែលព្រះអង្គប្រទាន ខ្ញុំអញ្ចឹងគ្រាន់តែចង់សម្បមហេសីចេញបញ្ជាប្រទានមង្គលការឲ្យខ្ញុំអញ្ចឹងនៅព្រះអង្គម្ចាស់ជីងមកបៃស៊ូល្អយើងយកព្រមនឹងឯងប៉ុន្តែឋានៈរបស់ឯងនៅពេលនេះមិននឹងអាចស័ក្តិសមជាមួយនឹងគ្រូសារីជវងបានទេផ្សព្វផ្សាយបញ្ជាយើងពីថ្ងៃនេះតទៅប្រទានតំណែងឲ្យជាងជីងហោះចិត្តប្រណីចាយ៉ាងទទួលបានការគោរពស្មើនឹងកូនស្រីរបស់ព្រះអង្គអញ្ចឹងអរគុណព្រះមហេសី ក្រាបថ្វាយបង្គំព្រះអង្គម្ចាស់ជីង លោកម្ចាស់ម្នាក់ដែលស្លៀកសម្លៀកបំពាក់ពណ៌ក្រហមនោះមកចឹងមើលទៅគឺពិតជាសំខាន់ណាស់ នាងនោះគឺជាមន្ត្រីអបរាយកណ្ដាលថ្នាក់ទី2បើមើលពីខាងក្រៅគឺអាចលើកឡើងនៅចំណុចអាក្រក់ទាំងអស់របស់មន្ត្រីទាំងអស់ហើយមានវិន័យចំពោះខ្លួនឯងតែនៅពីក្រៅក្នុងវិញបានចិញ្ចឹមស្រីនៅក្រៅដំណាក់ភៀងខាង3ដំណាក់ឯណោះ មកកត្រង់សម្បត្តិរឿងដែលគេចិញ្ចឹមស្រីនៅខាងក្រៅនោះក៏ប្រាប់ខ្ញុំចាត់ដែរអញ្ចឹង ព្រោះថាគេមិនមែនជាមនុស្សល្អនាងក៏មើលគេច្រើនពេកអី គេចិញ្ចឹមស្រីនៅខាងក្រៅហើយនៅមានមុខមាត់សង្ហាបែបនេះទៀតគឺពិតជាគួរស្ដាយណាស់ នៅមើលទៀតយើងនឹងឲ្យគេទៅលីងណាស់ចិញ្ចឹមស្រីនៅខាងក្រៅអស់មួយជីវិត ព្រះនាងចៅយ៉ាងមកដល់ហើយ
យ៉ាមិញបានជួបប្រនេះដូចជាយើងឲ្យមិនធ្វើការគ្រប់ទៀនយើងនៅពេលនេះគឺមិនដូចការពីមុនទៀតនោះទេណាហាចាសំអាងលេខយ៉ាងប្រមាណសលេងក៏អាចបដូរជាមួយនឹងតំណែងជាប្រនេះហើយគាត់ថាខ្លួនអញគឺជាស្លឹកពូមាសស្លឹកពេជ្រទៅហើយអញ ព្រះអង្គយាងមកដល់សូមថ្វាយបង្គំព្រះអង្គមិនបាយគួរសមទេយើងដូចជាបានលឺសម្លេងប្រកាសគ្នាបាញ់មិញនេះព្រះអង្គទូលបង្គំស្ម័គ្រចិត្តស្នើសុំស្រីត្រកុលជាងឈ្មោះជាងមាវជាភរិយាតាំងពីដើមមកឯងមិនចូលចិត្តឲ្យមនុស្សស្រីមកក្បែរខ្លួនទេមិនក៏សុកបដូរចិត្តហើយនាងឃើញប្រាក់គឺបើកភ្នែកប៉ុន្តែតែងតែចំណាយប្រាក់អស់ពីខ្លួនជួយដល់អ្នកក្រខ្សត់ ប្រាក់20ដំណឹងដែរ មានមាត់ឆើតែចិត្តទុនតែងតែជួយរកយុទ្ធធម៌ដល់វិញ្ញាណខ្មៅដែលគ្មានកំហុស ជំពាក់បងស្រីនឹងជួយជំទាវឲ្យឯងវិញ មានសមត្ថភាពពេញខ្លួនតែបែរជារៀបតបទូទាដើម្បីរកប្រាក់អ្វីដែលគួរឲ្យខឹងនោះគឺនាងបានលួចញ៉ាំត្រីដែលខ្ញុំចិញ្ចឹម លោកមួយចាស់ ហើយនៅដឹងថាចាយទុកឲ្យខ្ញុំពាក់កណ្ដាលទៀតក្នុងចិត្តនេះខ្ញុំបានជួបជាមួយនឹងនាងក្នុងគ្រួសារមន្ត្រីជាច្រើនក៏បានជួបនឹងស្រីស្អាតនៅប្រទេសដទៃទៀតដែរមានតែនាងទេដែលអាចធ្វើឲ្យឈើពុកខ្លាចតែជាឈើដែលរស់មកវិញបានអាចធ្វើឲ្យភាពរងាតែជាភាពកក់ក្ដៅសូម្បីតែមនុស្សគ្មានមនោសញ្ចេតនាឲ្យមានឈាមត្រជាក់ដូចជាខ្ញុំក៏បានភ្លក់រសជាតិការនឹករលឹកការបារម្ភបានដែរ អ្នកណាគេតត្រីឲ្យលោកទេតាមការពិតនោះលោកជាអ្នកដណ្ដើមគេសាស់នឹង បានក្រោកឡើងចុះយើងអនុញ្ញាតឲ្យឯង ព្រះអង្គព្រះមហេសីបានចេញបញ្ជាប្រទានមង្គលការឲ្យខ្ញុំម្ចាស់និងព្រះអង្គម្ចាស់ជាងហើយ យកឡើងមកពិតជាអសររបស់ព្រះមហេសីមែនចម្លែកណាស់ថ្ងៃនេះយើងមិនបានជួបនឹងព្រះមហេសីទេក្រាបទូលព្រះអង្គព្រះមហេសីមានបន្ទូលថាព្រះមហេសីមិនស្រួលប្រកាយថ្ងៃនេះមិនមកចូលមិនបានចូលរួមទេព្រះមហេសីមានជំងឺមិនក៏គ្មានអ្នកមកទូលយើងចឹងទីហ៊ានធ្វើដំណើរទៅដំណាក់ហ្វុងអ៊ី កុំចូលមកអីពួកឯងកុំចូលមកព្រះមហេសីចេញទៅព្រះមហេសីកុំចូលមកព្រះមហេសីតែត្រង់ចូលមកអីចេញទៅ ព្រះមហាសីអូននេះអូនកំពុងតែធ្វើអី ព្រះអង្គ មិនក៏ព្រះមហេសីស្រែកឲ្យជួយបណ្ដាសម្រាប់ខ្លួនឯងបណ្ដាអញ្ចឹង ចាំបាត់ទ្វារចិនសំព្រះអង្គប្រតិទិនទៅនៅក្នុងវាងមានខ្មោចអាក្រក់ខ្ញុំម្ចាស់ដឹងថាមានរឿងមិនប្រកបដោយយូរហើយប៉ុន្តែព្រះមហេសីទ្រង់ខ្លាចចិត្តព្រះអង្គមកចោលទ្រង់បារម្ភយករក្សាពលឹងនេះគឺឲ្យរក្សាសុខភាពឲ្យសុខសាន្តបានឲ្យតែបាត់ទ្វារបង្អួចចិត្តទេមកចុះមកជាមកតែសម្បកក្រៅមកជាបាពីខាងក្នុងនេះក៏បង្ហាញឲ្យគេឃើញដែរមកចេះខ្មាស់គេមែនអាចចេះដឹងស្អី អ្នកនាងចេញខ្លំបណ្ដេញវិញ្ញាណបិសាចដែលស្ថិតក្នុងក្រុមនៃចក្រសត្រីហើយធ្លាប់បានជួយជីវិតរបស់យើងទៀតបើសិនជានាងនៅតែនិយាយសម្ដីមិនគួរសមទៀតជាងមាវព្រះអង្គម្ចាស់ជាងធ្វើការធានាឲ្យនាងតើនាងមានវិធីល្អដែលអាចជួយដោះស្រាយបានដែរទេ ព្រះអង្គពាក្យចាស់បុរាណនិយាយថាផ្ទះណាក៏មានដំរាដែលពិបាកសូត្រដែរប៉ុន្តែផ្ទះរបស់ទ្រង់នេះគឺមានដំរាក្រាស់ខ្មឹកខ្លាំងណាស់មានដំរាដល់ទៅ4អែននោះនេះគឺចំនួន4 តើសម្ដីនេះមានន័យថាម៉េច ពីព្រោះថាពួកគេនៅទីនេះទាំងអង្គបង្ហាញខ្លួនចេញមកឆាប់បង្ហាញខ្លួនចេញមកអូយងាប់ហើយខ្មោចហើយអូយខ្លាច នេះគឺជាស្នំឯកសិនស្នំឯកលីងស្នំឯកទើនិងស្នំឯកជីងដែលបានធ្លាចាក់លោករបស់យើងតាហេតុអីបានគេចង់សម្លាប់ព្រះមហេសីអញ្ចឹង បញ្ហាមួយនេះទុកឲ្យមហេសីជាអ្នកបកស្រាយខ្លួនឯងទេថាពួកគេទាំងនេះស្លាប់ដោយរបៀបណាទេព្រះអង្គខ្ញុំម្ចាស់ចូលវាងជាង10ឆ្នាំហើយត្រង់មកដល់ស្គាល់ចិត្តខ្ញុំម្ចាស់ច្បាស់ទៀតនេះនៅពេលនេះត្រង់ស្ដាប់ការញុះញង់ពីអ្នកក្រៅខ្ញុំម្ចាស់សុទ្ធតែស្លាប់វិញអត់ជាងចាំមីវព្រះមហេសីមានឈ្មោះល្បីល្បាញខាងមានចិត្តមេត្តាករណាឯមិនអាចមកកាត់បង្ខូចត្រង់បានទេតាមពិតគឺមកពីក្នុងទាំងនេះមានអាយុខ្លីប៉ុណ្ណោះការជាមកកាត់បង្ខូចឬអត់នោះសួរពួកគេទេគឺដឹងហើយ សួរយ៉ាងម៉េចទៅ គឺពិតជាងាយណាស់បានប្រាក់ឆ្លើយសំណួរម្នាក់នោះ1000តម្លឹងគ្មានការខ្លែងបន្លំព្រះអង្គបច្ចុប្បន្នច្រលីមែនលោកមកចាស់ទាំងអស់គ្នាវិញនោះបើសិនជាមិនបានប្រាក់ទេនៅពេលនេះគឺអាចចេញទៅវិញបានហើយ អេបដាទូលបង្គំគឺជាមន្ត្រីស្មោះត្រង់មិននឹងអាចលោកម្ចាស់លីជាមន្ត្រីក្នុងគ្រួសារអ្នកប្រាជ្ញដែលគោរពបំផុតនៅសច្ចៈទៀងត្រង់សុចរិតលោកមិនចង់មើលដោយមិនបងប្រាក់មែនទេទ្រង់ពិតជានៅក្បែរមនុស្សល្អធ្វើតែអំពើល្អនៅក្បែរមនុស្សអាក្រក់សាងអំពើអាក្រក់ពិតមែនព្រះអង្គម្ចាស់ជីងពេលនេះបែរជារៀនធ្វើអ្នកផ្សារទៅហើយ1000តម្លឹងនេះឲ្យទ្រង់
បានហើយដំណាក់កាលបងប្រាក់នោះគឺបានបញ្ចប់ហើយនៅពេលនេះដល់ពេលស្ដាប់រឿងពិតហើយ2 ឆ្នាំមុនយកដែរព្រះអង្គជាងជីវិវាងនោះព្រះមហេសីពិតជារងចាំមិនបានទៀតទេម៉ែដោះរបស់ទ្រង់បាននាំអ្នកបម្រើខ្ញុំម្ចាស់ជួយលាវឆ្លៀតពេលដែលខ្ញុំគេងលក់នោះក៏យកកន្សែងមានថ្នាំសន្លំមកទុកមករបស់ខ្ញុំម្ចាស់បន្ទាប់មកនោះក៏យកខ្ញុំម្ចាស់ជួកនៅលើថ្នាំស្លាប់យ៉ាងវេទនា ព្រះមែនស្អីអូន បាត់មកអញក៏មកនិយាយប្រេះផ្ដាស់នោះព្រះអង្គនៅចង់ការពារបៀទៀតទេចង់ស្មាតតែស្អីពលម្នាក់នេះសុកចិត្តចាច់ត្រង់ឲ្យអ្នកដតីឬនៅពេលត្រង់ទំនាក់ពួកយើងគេនឹងកាត់ជួងដល់ឲ្យដំណាក់ពួកយើងថាតែដាក់ខ្សាច់ចូលក្នុងកញ្ញាពួកយើងទៀតផងអត់ទេព្រះអង្គបើសិនខ្ញុំមិនចាំមានចិត្តចំណែកនោះមិនឲ្យរស់ស្នាប់ឲ្យត្រង់រៀងរាល់ឆ្នាំនោះពួកគេនៅពេលនៅរស់ចូលចិត្តដាក់ប្តីស្រឡាញ់គ្នានៅពេលស្លាប់ហើយនោះបង្កាច់បង្ខំខ្ញុំម្ចាស់ទៀនធ្វើជាស្ត្រីគ្រប់លក្ខបណ្ដាសម្រាប់មនុស្សបណ្ដាមហេសីទងមកក្រាបបែបនេះបើចិត្តតាំងខ្លួនថាចំនួនអត់ធំព្រះអង្គនាងម្នាក់នេះអាចនិយាយជាមួយខ្មោចបាននាងក៏ជាបិសាចដែរបងស្រីពិតជានិយាយច្រើនមែននៅពេលចាស់ខ្ញុំម្ចាស់ទម្លាក់ចូលបងតកតនោះមកក៏មិនអត់ខ្ញុំម្ចាស់និយាយច្រើនម៉ាត់ដូចនេះដែរទេហើយព្រះអង្គទ្រង់តតមើលចឹងមហេសីល្អរបស់ទ្រង់យកថ្នាំរំលូតកូនបដូរជាមួយថ្នាំរក្សាកឲ្យខ្ញុំម្ចាស់ផឹងទ្រង់ហាត់មើលទៅក្លិនមួយនេះតើទ្រង់ធ្លាប់ស្គាល់ដែរទេ នេះគឺជាថ្នាំចម្លែកមកពី CE ដែលយើងប្រទានទៅឲ្យព្រះមហេសីមិនក៏អូនអាចប្រាថ្នានេះមកសម្រាប់បុត្ររបស់យើងចឹង ព្រះអង្គខ្ញុំម្ចាស់គ្មានទេ យើងរស់នៅជាមួយអូនអស់រយៈពេល15ឆ្នាំយើងមិនដែលស្គាល់អូនច្បាស់នោះទេថ្ងៃនេះទើបយើងដឹងថាអូនគឺជាសត្វពស់ពឹសយើងមិនដែលបន្ទោសអូនដែលអូនមិនអាចប្រសូតបុត្រឲ្យយើងបានទេទោះតែយើងមានស្នាប់ដតីទៀតតែក៏មិនដែលបោះបង់អូនចោលដែរតែបែរជាផ្ដាល់នៅគេទៅយកខ្ពង់ខ្ពស់ទៅអូនទ្វេដងតែអូននៅចង់បានអីទៀតឲ្យប្រកាសទេ ព្រះអង្គខ្ញុំម្ចាស់ពិតជាគ្មានបាត់មែន អូន ចាប់ហើយបើសិនជាមហេសីត្រូវដល់តំណែងនោះអញ្ចឹងទៅទិននគរការរបស់យើងចាប់ទៅហើយឆាប់តែអញ្ជើញមីតធំឲ្យចូលវាងភ្លាមប្រថាពាក្យប៉ុណ្ណឹងអាយុជីវិតរបស់ព្រះមហេសីណានិយាយចាជាមួយគេធ្វើអីទៀតសម្រាប់គេចោលសិនអីឆាប់ចូលកគេឡើងថ្នាំដែរអីឲ្យគេឆាប់ចូលរសជាតិនេះម្ដងទៅឲ្យគេផឹកថ្នាំពុតឲ្យផ្សំដល់ខ្លួនឯងទៅយើងនឹងឲ្យគេខ្លាចជាមនុស្សគ្មានវិញ្ញាណទេប្រាំនៅស្ងៀមមិនយល់អីគេនឹងចូលទៅខាងក្រៅកណ្ដោពួកនាងហើយមិនចាំមកធ្វើជាខ្វះអាក្រក់អីឲ្យបាត់បង់សិលរបស់ខ្លួនឯងឆាប់ទៅសម្រាប់សិនទៅ ទីហ៊ានដល់ហូតតំណែងព្រះមហេសីរបស់ស្រីត្រកូលទាន់ភ្លាមនេះ ព្រះអង្គពួកយើងគឺជាប្តីប្រពន្ធនឹងគ្នារយៈពេល15ឆ្នាំហើយត្រង់ពិតជាដើម្បីមនុស្សស្លាប់ប្រមាណអ្នកនោះគឺពិតជាលែងត្រូវការខ្ញុំម្ចាស់ហើយអីព្រះអង្គ យើងទុកមកឲ្យអូនមិនទាន់គ្រប់ទៀតមែនទេយើងមិនដាក់ទោសអូនទេយើងគឺមិនគប្បីជាមួយនឹងប្រជារាស្ត្ររតែមិនគប្បីជាមួយពលឹងដែលគ្មានកំហុសទាំងអស់នោះទៀតអស់ចេញទៅប្រហាភ្លាមទៅអត់ទេឈប់សិន លោកបង ព្រះអង្គទូលបង្គំដឹងថានាងមានទោសគួរតែស្លាប់ប៉ុន្តែសូមអង្វរទ្រង់ធ្វើលិខិតលេខមួយឲ្យនាងទូលបង្គំស្ម័គ្រចិត្តនាំនាងឆ្ងាយដល់ព្រំដែននឹងមិនត្រឡប់មកក្រុងជីងឆឹងវិញជារៀងរហូតរឿងមួយនេះគឺបានចាត់ចែងជាសាធារណៈទៅហើយលោកមិនទាន់មិនបាច់និយាយច្រើនទៀតទេព្រះអង្គទូលបង្គំមានកូនស្រីតែម្នាក់នេះទេឬមួយក៏ពួកគេទាំង4គឺគ្មានឪពុកម្ដាយទេហ៎ហើយនៅមានបុត្ររបស់យើងដែលគ្មានកំហុសទាំងអស់ទៀតយើងមិនមែនជាឪពុករបស់គេទេអីបាទដូច្នេះកុំមិនទោះថាទូលបង្គំមិនស្មោះត្រង់ឲ្យសោះតើឯងចង់ធ្វើអីយើងគឺជាស្ដេចណាអញ្ចឹងឯងឈប់ធ្វើជាស្ដេចទៀតទៅហិព្រះអង្គម្ចាស់ជាងឆាប់ដាក់ដៃចុះភ្លាមបានចាត់ទុកថាឯងចិត្តដឹងខ្លួនយើងគ្រាន់តែមានចិត្តអាណិតឯងប៉ុណ្ណោះឯងចាំអ្នកណាមិនចាប់បែរជាចាប់នាងទៅវិញនាងគ្រាន់តែជាស្រីទំសៅម្នាក់ប៉ុណ្ណោះតើអាចធ្វើអីយើងបានទៅអញ្ចឹងលោកមេតំក៏ចាំមើលឲ្យល្អទេអញ្ចឹងលោកមេតំក៏ចាំមើលឲ្យល្អទេមនុស្សមិនក៏បាត់ទៅអញ្ចឹងកុំចូលមកកុំមកដកដាត់អើយយើងបានធ្វើអីចំពោះគេឲ្យប្រកាសទៅក៏គ្មានអ្វីឈាមរបស់បងប្រឹងបោកសំជាមួយថ្នាំសម្រាប់មកពីមែវចាំងមកបៃស៊ុងលើកនេះលោកគេមិនផុតឡើងហើយចោក៏បជាស្រុកខ្លួននេះប្រាក់ម្ចាស់នេះគឺជានំស្ករក្រហមដែលទើបនឹងធ្វើថ្មីត្រង់ភ្លក់មើលទៅគួយមិនក៏មិនទាន់ត្រឡប់មកវិញទៀតតើគេទៅណាប្រកាសទៅលោកបងអ្នកឯងបងប្រាប់គាត់
ហ៊ុយអើឲ្យឆាប់ ហ៊ុយអើ 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 ហ៊ុយអើរបស់ម៉ែ ហ៊ុយអើ ហ៊ុយអើនេះតាអញមិនទៅហើយហ៊ុយអើចាំមកមើលម៉ែមកហ៊ុយអើ អូនមើលទៅនេះគឺជាស្និទ្ធស័ក្តិរបស់អ្នកណាគេ នេះគឺជារបស់មីវចានខូប10ឆ្នាំរបស់គេនោះខ្ញុំឆ្លាក់ឈ្មោះគេដល់តដៃមិនអាចចំណាំខុសទេ គឺចាំងមីវជាអ្នកសម្រាប់ហ៊ុយជឿរបស់យើង ថាមិញយូរនោះបកស្មាញនាងថោកទាបឯងនៅចំពោះមុខមហាជនដើម្បីសងសឹកឲ្យហ៊ុយអើរបស់យើងហ៊ុយអើ ចាំងមីវ ចាប់ដឹងខ្លួនឡើងមកកូនចាប់ដឹងខ្លួនមកព្រះជាយាបានសម្រាប់កូនប្រុសរបស់ខ្ញុំតើច្បាប់នៅណាទៅច្បាប់នៅណាទៅទាំងប្រាប់បែបនេះណាគេកំពុងតែមកធ្វើបុណ្យនៅទីនេះទេអូតាមពិតគឺជាគ្រួសាររបស់ខ្ញុំកាលពីមុនតែហើយនៅធ្វើពុតទៀនស្និទ្ធសក់ឈើនេះជារបស់ឯងមែនទេតែជារបស់ខ្ញុំតែគឺនៅពេលដែលខ្ញុំអាយុ10ឆ្នាំអ្នកបានឲ្យមកខ្ញុំមិននឹងអាចភ្លេចបានទេប៉ុន្តែខ្ញុំបានឲ្យវាទៅកូនស្រីបង្កើតរបស់អ្នកហើយបានន័យថាខ្ញុំអត់ចាំបាត់ហើយ ថាម៉េចអាចចង់និយាយថាស្នេហ៍សត្វនេះគឺជារបស់ហោះអើយ លោកពុកអ្នកម៉ៃកុំស្ដាប់គេនិយាយតែផ្ដាស់អីបងស្រីពេលនេះគឺជាជាយារបស់ព្រះយបុនចាំមកបង្កើតខ្ញុំនោះគឺពិតជារឿងដែលងាយខ្លាំងណាស់ជាមីវហ៊ុយអើទៅហោះអើជាបងស្រីបង្កើតគេមិននឹងអាចសម្លាប់ហ៊ុយអើបានទៅប៉ុន្តែឯងវិញត្រូវយើងដេញចេញពីផ្ទះបង្កើតជាមានចិត្តគុំគុណមិនខានទេឯងបង្កើតជាចង់សងសឹកហើយជាចំណែករបស់បងស្រីនេះបានធ្វើជាយាហើយគឺអាចបានគ្រប់ច្បាប់បានហើយសម្រាប់មនុស្សឲ្យមិនចាំបាច់ទទួលខុសត្រូវជួយគូលើកទឹកដាក់មួយប៉ាន់ចាំមកឲ្យយើង ឯងចង់ធ្វើអី ថ្ងៃនេះបើចាំមកយកតែបេតុងរលួយរបស់ឯងនេះចោលរីទេចាត់ទុកថាយើងគឺចាញ់ដៃឯងទៅចឹងអើយអញឈួតមែនទេតែមកនិយាយពីបិទទៀនអញ្ចឹងយើងនឹងធ្វើឲ្យមានស្មារតីខុសស្មើគ្នាដោយសាររលាកទឹកដៃនេះបានយើងនឹងនិយាយអញ្ចឹងជាអ្នកសម្លាប់យកស្និទ្ធស័ក្តិនោះសម្រាប់ជាងហ៊ុយបានហើយនឹងឯងនិយាយថាមិញយើងនិយាយថាជាងហ៊ុយគឺយើងជាអ្នកសម្លាប់យ៉ាងម៉េចនេះឯងនេះដូចឆាតឯងនេះហ៊ុយអើទៅឯងជាបងស្រីបង្កើនសូមឲ្យតែបន្តគួររក្សាជីវិតដែលមិនសាពីដូនតានោះក៏ឲ្យឯងដែរឯងក្តៅខ្លួនហ៊ុយអើនៅរក្សាឯងពេលមិនយំពេលឯងត្រូវគេវាយគេទៅរកលពូឯងទាំងយំមនោសញ្ចេតនាមួយនេះគឺត្រូវឆ្កែស៊ីអស់ហើយមែនទេមិនក៏ឯងគ្មានខូបបែបនេះមនោសញ្ចេតនាពេលដែលខ្ញុំត្រូវគេចាប់យកទៅលក់នោះពួកឯងនៅណាទេនៅពេលខ្ញុំអត់ឃ្លានរញ៉េស្ទើរស្លាប់នោះពួកឯងនៅណាដែរនៅពេលពួកឯងស្រឡាញ់កូនខ្លាំងៗសំណប់ចិត្តនោះមានគិតថាយើងនេះឈឺចាប់ប៉ុណ្ណាដែរទេពួកឯងដឹងទេឯងនិយាយថាមិញមិនអាចចិញ្ចឹមរបស់ឯងមិនល្អចំពោះឯងទេអី ចាំជាងហោះមិនអាចចាំរបស់ឯងធ្វើចំពោះឯងល្អជាងកូនបង្កើតទៅទៀត40ឆ្នាំក៏មិនរៀបការបែកជាមួយថៃនឹងបានល្អគ្រប់ជ្រុងជ្រោយតែនឹងដើម្បីដណ្ដើមសំណាងរបស់គេបានសម្រាប់មនុស្សដែលស្រឡាញ់នឹងអាណិតនាងជាងគេបំផុតនៅលើលោកនេះទៅវិញបានហើយនៅទីនេះគ្មានរបស់លោកទៀតទេតែចឹងបាទហេតុអីក៏ឯងប្រែទៅជាអញ្ចឹង តែគ្មានសមត្ថភាពឲ្យយើងមានបានគ្រប់គ្រាន់យើងគ្រាន់តែស្រូបយកសំណងរបស់គេបន្តិចបន្តួចទៅវិញយ៉ាងម៉េចនៅមានទៀនសំណងរបស់គ្រូសាឯងពិតជាផ្អែមណាស់ជាងហ៊ុយត្រូវគេដកតំណែងជាមន្ត្រីគ្រូសាជាងត្រូវគេរកអស់យើងកញ្ចាស់ឯងត្រូវដេកលើក្រែម្ដងទៀនគឺសុទ្ធតែជាយើងជាអ្នកធ្វើទាំងអស់នាងរមិលកូនឯងនេះពួកយើងពិតជាខ្វះនៅហើយទឹកគិតថានាងជាកែសំណាងតាមពិតនេះជាខ្មោចទៀតព្រលឹងសោះសងជីវិតកូនប្រុសយើងវិញមកយឺតពេលហើយព្រះរាជបុត្រនឹងការពារយើងតែត្រូវឆ្លាមសម្រាប់របស់យើងតាបយមមកហើយចាំពេលដែលយើងបានជួបគ្នានោះប្រៀបដូចជាត្រូវរន្ទះបានពង្វក់ភ្លើងយ៉ាងអញ្ចឹងណាចាំមើលទៅ នាងកំពុងតែធ្វើអី ព្រះរាជបុត្រជួយខ្ញុំម្ចាស់ផងចាំតែបានពង្វក់ភ្លើងមែនទេមកតែមកទៅគឺជាកម្មជ្រួតកោជុំជាមួយនឹងភ្លើងកោទេមើលទេគ្មានសម្លេងដូចគ្នាទេណា អ្នកនាងតូវិលីបរួយតាពួកយើងឆ្លោះជួបគ្នានៅណាតាមែនដែរទេ អាយ៉ានេះមិនថាឈើស្ងួតប៉ះជាមួយនឹងភ្លើងបាត់មែនអើយកុំមើលអីហួយមកខូចភ្នែកងាប់ហើយតាកញ្ចាស់ងោមចិត្តតែលីបរួយដែរយ៉ាងណាទីយើងបានដាក់ថ្នាំចូលក្នុងប្រអប់អាហារដំណាក់ព្រះអម្ចាស់ច្បាស់ណាស់យើងឃើញផ្ទាល់ភ្នែកពួកគេយកចូលក្នុងមកក៏ទៅជាត្រូវថ្នាំតាកញ្ចាស់នេះទៅវិញមកក៏ត្រូវតាកញ្ចាស់សុំទាននេះទៅវិញ នាងនិយាយពីប្រអប់បង្អែមមួយនោះ ហេអខ្ញុំមើលតាមានរបស់ឆ្ងាញ់អីមកក៏វាមានម្សៅច្រើនយ៉ាងនេះខ្ញុំដឹងហើយប្រកាសជាអ្នកលោកចិត្តខ្មៅនោះឃើញថាម្សៅនេះចិត្តហូរកំណត់ហើយតែចាក់ម្សៅឲ្យយើងទាំងអស់បែបនេះសូមឲ្យតែឆ្កែនោះក៏វាមិនស៊ីផងហើយយករបស់ចោលទេឆ្កែស៊ីវិញអត់ជាង ខ្ញុំស៊ីនាងពិតជាផ្កាយសំណាយរបស់ខ្ញុំមែន លោកគឺប្រកាសហើយជីវិតយើងជាតិនេះគឺពិតជាចាប់ហើយចាប់មែនតើហើយណា ប្រពន្ធសម្លាញ់ប្រពន្ធសម្លាញ់ប្រពន្ធសម្លាញ់
ban a hero. Your team is banning. The enemy is picking. See value in me? Please pick a hero. You should. In the relentless flow of time's continuum, I am the constant that breaks the tide. For honor! The enemy is picking. To me, fun is all that matters. Test. Alpha is online. Let my bullets The be enemy the is nails in picking. your coffin. I'm born with talent. Power of Pegasus! Your team is picking. Love outshines the golden crown. Welcome to Mobile Legends! 5 seconds till the enemy reaches the battlefield. Smash them! All troops deployed! I stand for the Empire!
Request backup. Understood. Although I'm walking in the frost, the warmth of my heart will not dissipate. An ally has been slain. A true knight never says die. Request backup. Level 4. An enemy has been slain. All glories to the Empire. Ally has been slain. Ally has been slain. An ally has been slain. Enemy reached level 4. Enemy reached level 4. A good We game. are the shield of the people. Gather at the turtle! Let me clear the wave. Gather at the turtle! Gather at the turtle! The enemy has slain the turtle. Ally has been slain. Never hides in the bush. Even death cannot deprive our iron will. Banish the darkness! A costly victory looks pale and weak. This arrow is the Slain. of a great warrior. Launch attack. Ally has been slain. Shut down. Ally has been back. Understood. Together we are the Light's Order. We fight to the end. Ally has been slain. I do Attack the not turtle. back out. I lead with honor, as I am the vanguard of the Light's Order. Understood. Ally has been slain. To protect our homeland is a knight's duty. Our turret has been destroyed. The enemy has slain the turtle. Banish the darkness! Our turret is under attack. No, not now. Our turret is under attack. Expectation can be a burden. March on. Sound the horn of victory. Our turret
turret is under attack. A true hero has come to help. Enemy double kill. Our turret has been destroyed. Enemy ground. Our turret is under attack. All glories to the Empire. Our turret has been destroyed. Banish the darkness! Launch attack. Understood. Request backup. Our turret has been destroyed. Understood. Expectation can be a burden. Ally has been slain. Launch attack. We are the shield of the people. Has been slain. Our turret is under attack. Our turret has been destroyed. Our inhibitor turret is under attack. Banish the darkness! Double kill. Enemy crushed. Enemy double kill. Our faith illuminates every darkness. Legendary. Even death cannot deprive our iron. The enemy has slain Lord. Initiate A retreat. true hero has come to help. Banish the darkness! An enemy has been slain. Ally has been slain. Our turret is under attack. A real man never hides in the bush. Our turret has been destroyed. Launch attack.
Defeat.